រឿងគ្រូបង្រៀនស្រុកស្រែកថាមករឿងគ្រូបង្រៀនស្រុកស្រែបានបោះពុម្ពផ្សាយនៅឆ្នាំ1957បន្ទាប់ពីរឿងគូលីកំណែតរបស់អ្នកនិពន្ធតែមួយរឿងនេះបានបង្កប់ពីការតស៊ូនយោបាយដែលមានលក្ខណៈជ្រាលជ្រៅជាងរឿងគូលីកំណែតអ្នកនិពន្ធបានរៀបរាប់ពីការឃោសនាផ្សព្វផ្សាយគំនិតប្រជាធិបតេយ្យសង្គមនិយមតាមខិត្តប័ណ្ណបដានិងការជជែកនៃតួអង្គចំណុចសំខាន់ដែលអ្នកនិពន្ធបានលើកយកមកបកស្រាយគឺការភ្ញាក់រលឹករបស់ប្រជាជននៅស្រុកស្រែពីការជិះជាន់របស់ពួកចក្រពត្តិអាមេរិកតាមល្បិចថ្មីក្រោយពីនឹមទូតត្រាអាណានិគមនិយមបារាំងជប៉ុនបានរំលើងពីឥណ្ឌូចិនជាងឃើញថាក្នុងដំណើររឿងចរន្តផ្សព្វផ្សាយអធិពលល្អពីលទ្ធិសង្គមនិយមត្រូវបានរីកចម្រើនត្រូវទទួលស្មើនឹងលទ្ធិនេះមុនគេយកមកឃោសនាពន្យល់អប់រំគ្រប់ស្រទាប់ប្រជាជនក្នុងចំណោមជនទាំងនោះមានកម្មករកសិករនិងគ្រូបង្រៀនដែលមានស្មារតីភ្ញាក់រលឹកក្រោយពីប្រឆាំងនឹងអំពើអយុត្តិធម៌របស់ពួកអ្នកកាន់អំណាចនាសម័យនោះទោះបីអ្នកកាន់អំណាចប្រើនយោបាយវាយបង្ក្រាបកាច់បំបាក់ចាប់តែគុកក្នុងគ្នាជ្រោបបាក់កាច់សាហាវប្រិយផ្សាយយ៉ាងណាក៏ដោយខួបពួកជននោះនៅតែសេះសល់នោះនៅតែបន្តការតស៊ូរំដោះជាតិជានិច្ចល្បិចគម្រាមកំហែងសម្លុតស្មារតីមិនអាចយកជ័យជំនះលើទឹកចិត្តអំណត់អត់ធន់សេចក្តីអង្អាចឆន្ទៈការពារជាតិការពារសេរីភាពរបស់ពួកគេបានឡើយនៅក្នុងសកម្មភាពដ៏ផុសផុលនោះមានស្ត្រីមាននារីក៏មានការភ្ញាក់រលឹកយ៉ាងខ្លាំងដែរសកម្មភាពរបស់នារីត្រូវបានអ្នកនិពន្ធលើកយកមកលាតត្រដាងបង្ជាក់ឲ្យឃើញពីការកាន់តែច្បាស់នៅការយល់ដឹងរបស់នារីលើបញ្ហាស្រុកទេសនិងការវិភាគទានដ៏សំខាន់របស់នារីក្នុងការរំដោះជាតិដែលត្រូវគេចាប់នារីជាប្រពន្ធបន្តឧត្តមគតិប្រជាធិបតេយ្យរបស់ប្តីនារីដទៃទៀតក្នុងភូមិនោះចូលរួមរំដោះស្រាយរាល់ការលំបាកនានាដើម្បីឲ្យបំណងរបស់ប្រជាជនបានទៅដល់គោលដៅនារីមានការភ្ញាក់រលឹករំដោះខ្លួនពីគ្រោះអវិជ្ជាបានតាមព្រឹត្តិការណ៍ប្រទេសជាតិយ៉ាងសកម្មថែមទាំងជួយលើកទឹកចិត្តប្តីនិងមិត្តភ័ក្តិឲ្យមានដំណើរការល្អក្នុងការផ្សព្វផ្សាយគំនិតអធននិងជួយរកវិធីទប់ទល់និងល្បិចបង្ក្រាបអ្នកតស៊ូពីសំណាក់ពួកអ្នកមានអំណាចពេលនោះទៀតផងក្នុងរឿងនេះសកម្មភាពដែលលេចធ្លោជាងគេគឺសកម្មភាពរបស់គ្រូបង្រៀននិងជនភ្ញាក់រលឹកបានចង់បានសេរីភាពប្រជាធិបតេយ្យអ្នកទាំងនោះឈរលើឧត្តមគតិមួយយ៉ាងដាច់ខាតគឺស្នេហាសន្តិភាពស្នេហាមនុស្សជាតិស្នេហាសេរីភាពទិសដៅធំបំផុតដែលពួកគេធ្វើយ៉ាងណាវាយបណ្ដេញពួកចក្រពត្តិឲ្យចេញផុតពីមាតុភូមិជាទីស្រឡាញ់ហើយកសាងសង្គមមួយដ៏ល្អបរិសុទ្ធថ្មីបើរឿងគ្រូបង្រៀនស្រុកស្រែមានអត្ថន័យជ្រាលជ្រៅជាងរឿងគូលីកំណែនក៏ដោយក៏រឿងនេះស្ថិតនៅក្នុងប្រភេទរឿងតថនិយមជាលឿនព្រោះថាជារឿងនេះមានត្រឹមតែបំផុសពីចលនាតស៊ូនយោបាយឈានដល់បដិវត្តន៍ប្រជាជាតិមិនទាន់ដល់កម្រិតតថនិយមសង្គមនិយមនេះឡើយនេះជាតថភាពនេះជាកត្តាសច្ចានុបត្តិតាមរយៈការរីកចម្រើននៃប្រវត្តិសាស្ត្រគណៈកម្មការសុំកែសម្រួលរាល់អក្ខរាវិរុទ្ធសំណេរបច្ចុប្បន្នហើយឃ្លារបស់រក្សាទុកនៅដដែលគណៈកម្មការយើងខ្ញុំសូមផ្ញើទំនុកចិត្តនិងសេចក្តីរាប់អានដ៏កក់ក្ដៅលើប្រិយមិត្តជាទីស្នេហាក្នុងការផ្ដល់យោបល់រិះគន់ស្ថាបនាចំពោះកថានេះដើម្បីជាការរីកចម្រើននៃអក្សរសាស្ត្រជាតិយើងភ្នំពេញថ្ងៃទី27ខែវិច្ឆិកាឆ្នាំ1983គណៈកម្មការអក្សរសិល្ប៍និងភាសាអស់លោកស្រីនាងកញ្ញាសូមរីករាយនឹងស្ដាប់សាច់រឿងដូចតទៅរកមិនជួបរសៀលម៉ោង4រោងម៉ាស៊ីនតូចមួយនៅខាងកើតផ្លូវទៅភូមិកកំពុងរត់ញាប់រន្ធាន់នៅខាងផ្លូវមុខរោងម៉ាស៊ីននេះរំលងផ្ទះមួយខ្នងមានផ្ទះធំទាមមួយនេះមានបណ្ដោយប្រវែង10ម៉ែត្រទៅទឹង5ម៉ែត្រគេបែងចែកជាពីរល្វែងនៅខាងក្រោយល្វែងខាងជើងមានផ្ទះមួយហើយជាប់ផ្ទះបាយនេះមានរោងទ្រុងជ្រូកផ្ទះតូចនេះជាលំនៅរបស់អ្នកស្រែពីគ្រួគឺពូព្រឿងនិងបំហោមពូព្រឿងចំណាស់50ឆ្នាំគាត់នៅល្វែងខាងត្បូងភ្នែកគាត់ឈឺមើលអ្វីមិនបានឆ្ងាយរកស្ពឹកបានរូបរួមរិទ្ធគាត់មិនឲ្យគាត់ដើររកស៊ីខាងក្រៅផ្ទះគាត់នៅចាំផ្ទះមើលថែកូនតូចៗ4នាក់តែគាត់មិនមែនជាមនុស្សទម្រុនដេកស្ងៀមឡើយនៅផ្ទះគាត់ឆ្លៀតដាំអំពើដាំស្លឹកគ្រៃដាំដំឡូងឈើចិញ្ចឹមសត្វជ្រូក2ដំបូលនិងមាន់4 10សំបុកបំហោមានអាយុ50ឆ្នាំគាត់មានមាឌដំបងគាត់ជាទាហានជើងក្រហមចាស់គាត់បានឈប់ធ្វើទាហានតាំងពីឆ្នាំ1940មិត្តភ័ក្តិតែធ្វើជាទាហានជាមួយគាត់ច្រើនអ្នកក្រោយពីចេញពីទាហានបានធ្វើការងាររាជការខ្លះបានធ្វើជាថៃពេទ្យខ្លះបានធ្វើជាមេព្រៃខ្លះទៀតបានធ្វើជាស្លៀនចំណែកឯបំហោមគាត់ធ្វើជាកូននិមឺនតូចក្នុងត្រាវោដែរគាត់ធ្វើការបូរ៉ាល់ត្រូវថ្មត្រួតថ្នល់
ក៏ពីមក្បែរផ្ទះគាត់នេះជាប់75ឆ្នាំហើយគាត់បានជួបធ្វើល្មើសព្រោះគាត់ប្រកែកនឹងមេការបារាំងដែលបន្ទោសគាត់មិនសមហេតុផលការនៅពេលទាមទារតស៊ូដេញបារាំងបង្ហោមធ្វើជីវពលដោយបានធ្លាប់ធ្វើជាទាហានជើងក្រហមគាត់បានចេះចាំមួយពីរឆ្វេងស្ដាំត្រឡប់មកក្រោយបែរមុខអ្នកភូមិបែរក្រោយមុនអ្នកភូមិដូចនេះគាត់ក៏ត្រូវជាប់ជាមេកងជីវពលក្នុងគណៈនោះដូចអ្នកភូមិគាត់ភាគច្រើនគាត់បានខ្ចីលុយគេកាត់ខោអាវរពីស្បែកជើងភ្លុកនឹងទិញកាំភ្លើងមួយឈើមួយស្រុកបានសន្តិភាពគាត់ក៏បានច្បាស់ជាទទួលកាំភ្លើងមួយពីសាលាស្រុកដើម្បីការពារអ្នកភូមិអ្នកសនប្រពន្ធគាត់ជានារីមួយរូបមានមួយរូបឆ្នើមក្នុងការរកស៊ីក្រោយពីស្រែចម្ការគាត់បានឆ្លៀតទៅលក់ទៀតរាល់ព្រឹកគាត់តែងក្រោកពីមាន់រងាវទុកអង្គដាក់ឡានយកទៅលក់នៅឯចម្ការទល់ពេលថ្ងៃត្រង់ជាក់ទើបមកវិញរាល់រសៀលម៉ោង2គាត់ទៅអុំស្ដីអង្គនៅរោងម៉ាស៊ីនស្រូវខាងកើតថ្នល់ទល់ប្រលប់បើមិនស្គាល់គ្នាបានត្រឡប់មកផ្ទះវិញថ្ងៃនេះនៅម៉ោង4ជាងម៉ាស៊ីនកំពុងប្រើញាប់ហើយអ្នកសនកំពុងតែយើសជោគអុំស្ដីប្រមូលអង្គមីកូនបងពុកបងពុករឿងបានរត់ទៅដល់ស្រែកថាមីងសនមានគេមកហៅនៅឯផ្ទះអ្នកណាឲ្យហៅហងអ្នកសនសួរខ្ញុំមិនស្គាល់ទេខ្ញុំឲ្យហៅទៅមកឆាប់អ្នកសនបានខំបោះជ្រុះកន្ទុកនិងអង្កាមចេញពីខ្លួនរួចកាលណាក៏ដើរចាងញាប់ទៅផ្ទះគាត់មនុស្សពីរនាក់ប្រដាប់ដោយសម្លៀកបំពាក់ប៉ូលីសនិងពូព្រឿងដៃកាន់ត្របកភ្នែកឈរនៅជាប់ជាមួយឃើញអ្នកសនទៅចិត្តប៉ូលីសម្នាក់កេះថៃដោយជម្រាបថាប្រពន្ធអាហោមកដល់ហើយអ្នកសនក៏សួរទៅអ្នកប៉ូលីសកាបូរ៉ាតែនិយាយថាលោកបងមួយឯងមកអញ្ចឹងរកអីលោកចៅវាយឲ្យមកហៅអាហោមប្តីខ្ញុំមិននៅទេមានការអីទើបរកគាត់ឃើញទេមួយគ្រាន់តែនាំវាពីព្រឹកមិញជាមួយកាំភ្លើងទៅមិនបានទេទាស់តែវាកិច្ចបានមករកលោកចៅវាយនឹកកិនងាប់ហើយអញមិនដឹងទេថៃដោយបានកិនលោកស្មៀនហ៊ុនបានប្រើឲ្យមកដល់ដកហូតកាំភ្លើងខ្ញុំបានទៅដល់សាលាស្រុកហើយបានលោកថាឲ្យរួមអាហោមទៅមិនមែនខុសពីខ្ញុំទេថៃដោយបានចោលកន្ទុយភ្នែកទៅលើតុតែពេលពោពេញទៅដល់កសែតប្រជាធិបតេយ្យសាមគ្គីក៏លត់មកថាមើលកសែតម្លឹងបានពូកែដោះស្រាយណាស់ខ្ញុំដាស់តឿនបញ្យល់វាពី3លើកហើយដែរប៉ូលីសមួយបានឆ្លើយវាត្រឡប់មកជាកិនខ្ញុំវិញវាថាកុំឲ្យខ្ញុំល្ងើពុកថ្ងាស់កាន់ក្បួនប៉ូលីសទីហ៊ានបារាំងវាដើរសម្លុតគេផឹកស្រាមិនឲ្យលុយគេទៀតវាថាវាដឹងខ្លួនហើយវាបញ្យល់ខ្ញុំថាអាមេរិកកាំងមេបង្កើតម៉ាស៊ីនស្រូវធំក្នុងស្រុកយើងនេះវាខុសណាស់ចង់អូសទាញខ្មែរឲ្យជាខ្ញុំពេលទៀតបើដឹងដូចនេះហេតុអ្វីបានបងមួយឯងមិនប្តឹងថៃដោយកិនបងឯងប្តឹងនេះដឹកមិនបើលោកចៅវាយជាប់ដៃជាមួយវាទៅក៏ហៅវាទៅដែរហើយក៏បែបជាឯកលើវាជាងខ្ញុំលោកចៅវាយណាលោកមុននឹងណាឈប់ជជែកគ្នាយើងត្រូវរកហូមថៃដោយបានខ្វាត់រួចបើភ្នែកទៅអ្នកសនសួរទាំងពាក្យសម្ដីធំថាដីអ្នកទៅឯណាប្រាប់មកកុំលាក់ខ្ញុំមិនដឹងទេខ្ញុំដឹងតែពីលោកអង្គវិញបើមិនឃើញគាត់ផងក្រែងនៅពួននៅក្រោមផ្ទះបាយទេឬខ្ញុំចូលទៅមើលសិនថាហើយចប់ថៃក៏បានចូលទៅកាត់ផ្ទះទៅក្រោយបើកវាំងននឈ្ងោកមើលលើមើលក្រោមក្រែតែមិនឃើញហួសទៅផ្ទះបាយទៀតក៏មិនឃើញរួចក៏ត្រឡប់មកល្វែងពូព្រឿងឈ្ងោកមើលគៀនទៀតប៉ូលីសមួយនឹងថៃឲ្យបានឈ្ងោកមើលគ្រប់កន្លែងតែមិនឃើញក៏បបួលគ្នាចេញទៅវិញអ្នកនៅផ្ទះជិតខាងផ្អើលមកឈូឆរចំណែកឯឆ្កែក៏ព្រោះសន្ធាប់យ៉ាងខ្លាំងដេញពីក្រោយខ្សឹបខ្សួលបន្ទាប់ពីប៉ូលីសមួយទៅភ្លាមអ្នកស្រុកតែបានឃើញព្រឹត្តិការណ៍នេះបាននិយាយខ្សឹបប្រាប់តគ្នាថាគេរកចាប់ទំតាំងនេះបានលឺចូលទៅដល់ក្នុងរោងម៉ាស៊ីនកិនស្រូវភ្លាមមួយរំពេចអ្នកធ្វើការនៅរោងម៉ាស៊ីនបានប្រឡាំងកាំងគ្រប់គ្នាហើយក៏លាន់មកស្ដីថាគាត់មានរឿងអីមិនគេចាប់គាត់បានហើយនៅ
អញហាមញឹកថាកុំឲ្យចេញមុខចេញមាត់ពេកវាមិនស្ដាប់អញសោះទាល់តែអញ្ចឹងនាងសុនក្មួយលោកបងហមនិយាយដាច់ថាគេរកចាប់ពូមែនប៉ូលីសមួយនឹងថៃដល់មករកចាប់ទើបតែចេញផុតទៅវិញពូព្រឹកបានឆ្លើយប្រាប់ពូមានរឿងអីនៅតែមិនដឹងទៀតហងឯងពូព្រឹកបានឆ្លើយបន្តដើរទៅល្បែងគាត់បន្តពូហងឯងគ្មានរឿងអីក្រៅពីនយោបាយទេអាហមវាមិនដែលទៅលួចប្លន់គេឬទៅកាប់សម្លាប់នរណាឡើយស្រីទាំងពីរនាក់នៅឈរថ្ពឹងចេញស្ដីទៅខ្មៅឯអ្នកសនអង្គុយនៅគ្រែជាប់ជញ្ជាំងកណ្ដាលគាត់មើលរូបថតបំផនដែលព្យួរនៅជញ្ជាំងក្បែរនោះនាងសុនទឹកភ្នែកហូររហាមញ័រដៃទៅត្រឹកហើយក៏បានហូតធុកបីសរសៃអុចរួចយកទៅដោតនៅលើក្បាលនៅក្បែរកញ្ចក់ព្រះពុទ្ធបដិមានិងនាងនិយាយអូចថាសូមលោកចាស់ស្រុកជួយពូខ្ញុំផងសូមកុំឲ្យគេចាប់គាត់បានឃើញស្រីយំព្រួយដូចនេះពូព្រឺក៏បានត្រឡប់ចេញពីល្វែងគាត់ដើរចូលមកអង្គុយលើគ្រែចិត្តអ្នកសុនគាត់និយាយថាមិនអីទេមិនដឹងជាព្រួយខ្មោចអីទេអាហមវាមិនស្លាប់ទេខ្មាស់គេណាស់ពូខ្ញុំមិនដែរជាប់គុកទេនាងសុននិយាយរអាក់រអួលទាំងទឹកភ្នែកអញមិនគិតពីពូទេតែអាណិតស្ដាយពូហងណាស់តាំងពីមកជួបប្រសពគ្នាពូហងមិនដែលល្អនឹងអញដូចឆ្នាំពីទេការឆ្នាំមុនផ្ដេកផ្ដាស់ដើរតែស៊ីផឹកតាំងពីឈប់ធ្វើការមកគិតតែពីដើរអាវ៉ាសែបន្តិចតាមលោកនេះបន្តិចមានស្រីជាមួយលោកគិតថាខែបានមកបានអើផ្ទះម្ដងតែតាំងពីបងសែមនៅភូមិឯជើងគាត់មកលេងផ្ទះញឹកញាប់មាហងបានកែប្រែឈប់ដើរលេងហើយកំពុងបានឃ្លាតហើយកំពុងបានឃ្លាតឆ្ងាយពីអស់លោកខ្លះអញឃើញគាត់បានមើលស៊ីភៅតូចហើយចេះគិតពីប្រពន្ធកូនផ្ទះសំបែងគាត់ចេះជួយរកស៊ីយើងពេលព្រឹកគាត់ក៏បានឆ្លៀតទៅជួយលើកអង្គយើងទៀតពូចម្លែកមែនគាត់បានប្រែច្រើននាងសនកាត់គាត់បានដាស់តឿនយើងឲ្យរៀនអក្សរនៅក្តារខៀននៅជញ្ជាំងខាងជើងនេះគាត់បានខំឈូសធ្វើជាមួយបងសែមពីអាទិត្យមុនគាត់គិតពឹងអ្នកប្រពន្ធលោកគ្រូវ៉ាតឲ្យមកជួយបង្រៀនស្រីនៅក្នុងភូមិនេះមីងសុនឯងបានចេះមើលរួចខ្លះដោយសារតែពីមាហុកថាឥឡូវខ្ញុំចេះកត់ត្រាបញ្ជីអង្គចេញចូលខ្លះបានហើយខ្ញុំបានមើលកាសែតដាច់ខ្លះបានដឹងរឿងរ៉ាវស្រុកទេខ្លះមនុស្សល្អគួរណាស់តែឲ្យស្រោតមនុស្សល្អមានមនុស្សគួរឲ្យស្រឡាញ់បែរជាមានរឿងទៅវិញអ្នកសងខ្សឹបខ្សួលការនៅខលការនៅស៊ីផឹកស៊ីការមានស្រីញីជាមួយលោកនេះជាមួយលោកនោះដើរបាត់ពីផ្ទះកំពុងគ្មានដណ្ដាជួយប្រដៅឡើយស្រវឹងទាស់តែងគ្នាវាយពូហេងនៅផ្លូវបំបែកក៏ប៉ូលីសមួយមិនរវល់មិនមានតែចាក់ស្រាថែមមានតែបបួលទៅកំពុងនេះបានចំគាត់មកពង្រត់យកពីឯងទៅស្រុកគេអីចេះទេលោកអើយខ្ញុំមិនដែលឃើញទេអញចង់តែស្រែកឲ្យបែកពុំអើឯនៅកំពុងខ្សឹបខ្សួរច្រើនពេកអ្នកសនអើយពូព្រឹងបានទូមានហើយកុំយំស្រែកច្រើនពេកល្មមតែរកតាមបាយស៊ីទៅជប់ហើយថារួចគាត់ក៏ចេញទៅផ្ទះគាត់ចំណែកអ្នកសននៅអង្គុយនឹងកន្លែងដដែលមួយសន្ទុះក្រោយមកគាត់បានទៅក្រោយនាងសុនបានប្រញាញត្រឡប់ទៅយកល្អីកញ្ច្រែងពីរោងម៉ាស៊ីនវិញជួយគ្នាតន់គ្រាក្រក្រោយពីប៉ូលីសមួយដកហូតកាំភ្លើងទៅវិញបង្ហោមបានពិភាក្សាជាមួយពូព្រឿងបានមូលមាត់គ្នាថាត្រូវតែដកខ្លួនចេញពីមុខមាត់គេសិនដោយហេតុនេះហើយបានជានៅល្ងាចរកស៊ីប៉ូលីសមួយនឹងថៃដោយទៅរកមិនឃើញបង្ហោមបានទៅផ្ទះលោកគ្រូមេនៅឯដើមពោខាងត្បូងម៉ាស៊ីនស្រូវធំកាត់ទៅផ្ទះសំណាក់ថ្មីនេះគ្មានអ្នកណានៅជាមួយផ្ទះគាត់ដឹងឡើយពូព្រឿងក៏មិនដឹងអ្នកសនប្រពន្ធគាត់ក៏មិនដឹងដំណឹងប៉ូលីសមួយនឹងថៃដោយបានចូលទៅក៏កោក្នុងផ្ទះរកចាប់បង្ហោមបានធ្វើឲ្យលោកគ្រូមេនៅមិននឹងគាត់នឹកខ្សឹបទៅលោកគ្រូច័ន្ទឲ្យជួយបង្ហោមលោកគ្រូច័ន្ទមានរឿងស្គមឆ្អឹងសក់គាត់រួញអង្គាដីគាត់មិនមែនជាមនុស្សលោឡាច្រងែងច្រងាងទេគាត់និយាយតិចញញឹមគាត់ចេះដឹកនាំអប់រំគ្រូនៅស្រុកគាត់ឲ្យស្ដាប់តម្លៃប្រជាជនអ្នកស្រែតតែគ្រូស្ម័គ្រចិត្តឡើងប្រក់ដំអូធ្វើជញ្ជាំងសាលាហើយហ៊ានបរិច្ចាគលុយផ្ទាល់ខ្លួនរាល់ខែ
ជួយពង្រីកសមាគមសាលារៀនគំនិតរឹកពីវិជាតិគាត់បានទទួលសេចក្តីរាប់អានស្ទើរគ្រប់ប្រជាជនលោកគ្រូមេងជាស្ពាននៅមន្ទីរចាត់ការសាលារៀនការរាក់ជ្រៅគាត់មើលមិនសូវឃើញច្បាស់លាស់ប៉ុន្មានទេគាត់រាប់អានបង្ហោមហើយគោរពនិងស្រឡាញ់លោកគ្រូច័ន្ទណាស់មានការចម្លែកអ្វីគឺឬតលគំនិតមើលមិនឃើញគាត់ច្រើនបបួលគ្រូឯទៀតទៅបាយឯផ្ទះបង្ហោមការប្រជុំនេះមានច្រើនចំអន់និយាយដាក់ផ្លែផ្កាឲ្យគ្នាតាមធម្មតាមុនបាយឬក្រោយបាយគេច្រើនតែជជែកគ្នាពីនយោបាយក្នុងស្រុកក្រៅស្រុកនិងមធ្យោបាយដែលត្រូវដើម្បីពង្រីកសាលានៅក្នុងភូមិនៅក្នុងការតាំងតឹងរកចាប់ចងបង្ហោមដូចនេះលោកគ្រូមេងបានទៅស្នើលោកគ្រូច័ន្ទសម្រាប់ថាត្រូវជួបគ្នានៅពេលជួបរងាត់លោកគ្រូមេងបាននាំហោមទៅឡើងទៅលើឡើងផ្ទះមួយសងមិនទាន់ហើយទល់មុខនឹងលោកគ្រូវ៉ាត់មួយសន្ទុះក្រោយមកលោកគ្រូច័ន្ទមកដល់គាត់បានបោះអង្គកាច់ដៃឈូកហើយបបួលគ្នាដំកងពេនភ្នែនបន្ទាប់មកគាត់ហូតបារីកញ្ចប់ខៀវដៃកេះដាក់ក្នុងកណ្ដាលវងញឹមហើយមុខបង្ហោមស្ដីថាម៉េចយើងគេរកចាប់មែនតែនហើយថ្ងៃនេះបងឯងថ្ងៃមុននោះគ្រូម៉ៅចុះថ្ងៃក្រោយមកទៅជាវេនណាទៀតទៅតើលោកគ្រូគិតដូចម្ដេចចំពោះរឿងខ្ញុំមានរឿងថ្មីទៀតទេបង្ហោមសួរមានតែពីការចាប់ចងនឹងលោកគ្រូមេងឆ្លើយពីសិលមិញយាងអេងនៅក្នុងភូមិឆាងជើងត្រូវគេចាប់គេដាល់គ្នាពីពេកដៃបាយឈាមលើប្រជុំចិញ្ចើមរួចហើយក៏ចងស្លាប់ផ្សេងគ្នាបតាយកទៅសាលាស្រុកដាក់ខ្នោះជើងនៅបៀតខ្លោងទ្វារចូលបង្អត់បាយថ្ងៃត្រង់អស់មួយពេកបន្ទាប់គេបានដាក់ខ្នោះដៃបញ្ជូនទៅសាលាខេត្តចំណែកលោកគ្រូច័ន្ទក៏មិនដឹងជាដូចម្ដេចដែរតាមលោកគ្រូផាន់ប្រាប់ខ្ញុំថាដល់រួចរាល់ចូលកងវិញទៅលោកគ្រូឯងមិនបានទៅស្រុកយើងទៀតទេមកតែនឹងផ្លាស់ទៅស្ទឹងត្រែងក៏ចេះហើយគេពងចាប់ដែរតែគេចាប់មិនកើតព្រោះទាល់តែបានសេចក្តីអនុញ្ញាតពីរដ្ឋមន្ត្រីសិនមិនមែនតែស្រុកយើងតាមការចាប់ចងទេលោកគ្រូច័ន្ទបានកាត់នៅក្នុងកោះស្ទឹងមានមុតជប់ស្គុនចំការលើស្វាយរៀងកណ្ដាលកណ្ដាលក៏សុទ្ធតែមានការចាប់ចងដែរលោកនេះត្រូវធ្វើដោយផ្ដាច់ខ្ញុំត្រូវទៅផ្ទះវិញឲ្យគេចាប់ឬតាមខ្ញុំចង់ឲ្យគេចាប់ឲ្យហើយទៅតើមានរឿងអ្វីបងប្អូនបានសួរមិនបាច់មានរឿងទេមនុស្ស2-3នាក់ប្រតិមេដៃដឹងទៅគេចាប់បង្ហោមឯងបានស្រេចហើយតែដាក់ដកគុកគេឃុំបំភ្លេចចោលឃើញទេអាហានៅឯខ្នល់នោះជាប់គុកទៅទេជាង2ឆ្នាំទើបតោះលែង2ខែមុនលោកគ្រូមេងបានឲ្យច្បងចុះបើកិច្ចមិននិយាយថាមានរឿងមានខ្លួនហើយម្យ៉ាងទៀតអ្នកឃុំយើងមិនមានត្រចៀកសទៅហើយមិនដឹងអីផងថាផាយចោលស្រុកបាត់ជើងសព្រាតទៅហើយបង្ហោមបានចោលបើយើងជាប់គុកវិញបានផលអ្វីតាមខ្ញុំថាគ្មានអ្វីក្រៅពីពួកយើងពិបាករករៃលុកលុយធ្វើបាយជូនទៅបងតាមដែលយើងបានដឹងបានប្រទះខ្លះឃើញជួនកាលគេកុំញើញឬចាប់យើងយកទៅគ្រាន់តែលុយដោយរឿងនេះឯងជាការច្បាស់លាស់ណាស់ម្ដាយគាត់បានមកជួបខ្ញុំហើយពឹងឲ្យជួយរកចងការប្រាក់2000រៀលដើម្បីរំដោះកូនគាត់ថាលោកម្នាក់កាន់រឿងនេះបានខ្សឹបប្រាប់គាត់ថាកូនគាត់ត្រូវតែចោទថាលាក់កំភ្លើងតែត្រូវគេឲ្យជួយនៅខាងក្រៅឃុំបានបើកាលណាមានប្រាក់2000រៀលឲ្យទៅគេឃើញទេនរណាមិនដឹងថានេះឯងគ្មានរឿងអ្វីគ្រាន់តែគ្នាសួរដេចដោពូជានៅកោពីអាទិត្យមុនចំពោះបង្ហោមនេះតាមយោបល់ខ្ញុំយើងត្រូវតែគុំចេញមុខយើងត្រូវតែសម្ងំសិនស៊ើបពិនិត្យហេតុការណ៍ឲ្យជាក់លាក់តើរឿងអ្វីដែលរកចាប់ជើងតើបង្គាប់មកពីលើឬគ្រាន់តែជាស្រុកឯងទេបើពីលើយើងមិនងាយរួចទេតែបើគ្នាឯងក្នុងស្រុកវិញយើងគិតតែ2-3ខែរួចហើយតើលោកគ្រូមេយល់ថាដូចម្ដេចខ្ញុំយល់ស្របពេញទីតែខ្ញុំយល់ថាឲ្យបង្ហោមនៅផ្ទះខ្ញុំយូរទៀតមិនបានទេមិនស្ងាត់មិនចិត្តឡើយត្រូវបណ្ដោះទៅឆ្ងាយទៀតលោកគ្រូច័ន្ទគិតមួយស្របក់ហើយឆ្លើយថាបងទៅស្រុកឆ្ងាយចេញពីស្រុកយើងសិនទៅដល់ពេលស្រុកស្គរបួរចាំអញ្ជើញមកវិញបង្ហោមក៏សុខចិត្តលោកគ្រូច័ន្ទបានហុចបរិយទៅឲ្យបង្ហោមរួចអុចបន្ទាប់មកគាត់ក៏ក្រោកឈរមុនគេហើយចុះពីលើដីទៅផ្ទះគាត់លោកគ្រូមេងបានចុះតាម
ឃើញស្ងាត់ក៏ហៅបង្ហោមឲ្យចេញទៅផ្ទះវិញកាត់វាស្រែពេលយប់ក្រោយពីប្រជុំបានមួយថ្ងៃនៅជប់ងងឹតមើលគ្នាមិនស្គាល់លោកគ្រូមេងបានជួបបង្ហោមនៅផ្ទះអាចារ្យសមខាងលិចដើមពោធិ៍បានផ្ដាំសពគ្រប់រួចកាលណាលោកគ្រូមេងត្រឡប់ទៅវិញហើយចំណែកបង្ហោមនិងអាចារ្យសមបានបណ្ដើរគ្នាចេញទៅអ្នកថ្មើរជើងទាំងពីរដើរយ៉ាងលឿនមិនបានផ្លាស់ប្ដូរសម្ដីគ្នារកគ្នានោះទេគាត់បានដើរឆាប់ទៅដល់ដើម្បីឲ្យផុតពីមុខប៉ូលីសឲ្យឆាប់ឃ្លាតឆ្ងាយពីភូមិថ្នល់កន្លះម៉ោងក្រោយគាត់បានទៅដល់ភូមិប្រាសាទចេញផុតពីធ្លាខាងក្រោយភូមិចិត្តដើមចំបក់មួយគាត់ឃើញស្រមោលមនុស្សម្នាក់ស្ទុំបានដើរចេញទៅបង្ហោមទឹកអង្គុយក្រាបចុះអាចារ្យសមបានដើរទៅទៀតទៅចិត្តដល់ស្រមោលនោះគាត់ក្អកក្រហមស្រែកថាអាដែកអើយមកទៅផ្ទះយើងជប់ងងឹតណាស់ថាកុំនៅយូរពេកស្រមោលនោះស្ទុំបានដូចបានទុចហើយស្រែកថាយីលោកពូអញ្ជើញទៅណាអញស្មានតែខ្មោចដងខំសូត្រជាក់ថាមួយចប់ពីរចប់ទៅហើយមិនដឹងជាខ្មោចអន្តិតលឹងសោះមិនក៏ទៅណាទាំងជប់ពីនេះបានទៅភូមិវិស័យទៅសួរសុខទុក្ខបងឆ្លងទន្លេបងអន្តិតលឹងទៅណានឹងណាមួយបងលេងណាពូវាបានកូនប្រុសវិស័យបាទពូកូនប្រុសអន្តិតទៅតាមម្នាក់ឯងទៅឬចុះចាំបាច់ទៅឲ្យនរណាជូនពូស្ដាប់ឮហើយស្ដាប់ឮថាអន្តិតលឹងទៅដូច្នេះបកខំដើរចូលមកបៀតហើយក៏និយាយថាអញស្មានតែមិនមែនលឹងឯងយីលោកបងហមទេតាសុទ្ធតែវាយើងតែម្ដងឮគេថារកចាប់បងមិនទៅហើយឥឡូវវាគ្រាន់តែជាដុំកំភួនទេកំព្រួយអីអ្នកឯងឡើងទៅណាខ្ញុំទៅភូមិប្រស័យចុះនៅឯណាបានជាទៅភូមិប្រស័យនៅតែធ្វើមិនស្គាល់ទៀតភូមិដែលយើងទៅពីខែមុននោះភូមិដាក់គំនោះឬនឹងហើយបើដូចនេះយើងត្រូវតែយើងត្រូវផ្លូវគ្នាហើយតោះយើងដើរទៅជាមួយគ្នាចាំដល់អូចាំជើងបែកគ្នាអ្នកដំណើរធ្វើបន្លើបន្តទៀតបង្ហោមចាប់សួរថាមិនតែអ្នកលឹងនៅភូមិវិស័យបងប្អូនយើងសុខសប្បាយទេសុខសប្បាយសុខតែមិនសប្បាយទេលោកបងឃើញស្រាប់ហើយគ្នាក្រសពថ្ងៃនេះគ្មានបាយស៊ីទេគ្មានគ្នាស៊ីបាយលីពោតភូមិវិស័យបានបើកភ្នែកខ្ញុំឲ្យឃើញទុកវេទនាម៉ៅស្រឡាញ់អ្នកភូមិនេះណាបើយ៉ាងម៉េចទៅលោកគ្រូម៉ៅលឹងបានសួរខ្ញុំឮថាគេចាប់គាត់ខ្ញុំញ័រខ្លួនអាណិតគាត់ជាកូនពេទ្យគេបានវាយដំដាក់ខ្នោះគាត់ទេនេះបានចំជាការចូលចិត្តគាត់អ្នកភូមិស្រុកសុស័យសរសើរគាត់គ្រប់វត្តអាចារ្យសមបានកាត់មើលឯងបាននិយាយថាភូមិសុស័យបើកតែភ្នែកតើមានរឿងអ្វីខ្លះខ្ញុំនៅចិត្តភូមិដូចដែរវាដូចជាមិនឃើញមានអ្វីខុសគេលោកបងអាចារ្យមិនដឹងមិនដែលទៅបានជាអញ្ចឹងកាលពីខែមុនខ្ញុំនឹងប្អូនម៉ៅព្រមទាំងគ្រូ4-5នាក់ទៀតជិះកង់លើភ្លើងទៅភូមិនោះអ្នកស្រុកក្រហៅមកហាក្របានទទួលយើងដូចស្គាល់គ្នាប៉ុន្មានឆ្នាំហើយអញ្ចឹងគេនិយាយប្រាប់គ្រប់រឿងប្រាប់គ្រប់គ្នាថាមិនដែលស្គាល់នាម៉ឺនមកពីភូមិគេទេព្រោះឆ្នាំគេមានរឿងតែជាមួយមេសៃវៀនបឹងបងអាចារ្យដឹងទេមេសៃវៀនបឹងបានគេចាត់លេងបើកព្រាវគេបឹងឲ្យមកលើកមកកាប់ទ្រូមកកាប់លោកអ្នកស្រុកថៅកែបឹងមានអ្នកលេងកាប់ចាក់សម្លុតអ្នកស្រុកតែដាក់ទ្រូបន្តិចបន្តួចគ្រាន់នឹងចិញ្ចឹមឆ្នាំថៅកែបឹងរំលោភអាចារ្យឲ្យគេបានប្រកាន់ថាបឹងមានតែព្រំត្រឹមត្រូវនិងទឹករហូតដល់ភូមិអ្នកស្រែអ្នកស្រុករាល់ឆ្នាំអ្នកភូមិត្រូវមេសៃវៀនធ្វើបានហើយអ្នកលេងបឹងនោះការសាហាវមានអំណាចអស្ចារ្យគេកាប់សម្រាប់អ្នកភូមិបានដោយគ្មានទើសតអ្វីសោះឡើយគេបង្វែរបានបានទាំងអស់ថៃកែបានស្គាល់អស់ឌីម៉ឺននៅខេត្តនៅស្រុកជាស្រេចខ្ញុំបានដឹងសោះអាចារ្យសំលាត់មាត់លោកអាចារ្យមិនដឹងកើតបើរវល់តែទេវតាឯណានោះត្រូវគិតពីរស់នៅលើដីនេះផងគុំគិតតែភាវនាមុខខាងជើងចិត្តងាប់មិនហ៊ានផ្ទះនោះទេផ្លូវនោះបងឯងលោកបងវ៉ែនដើរហើយយើងគិតទៅតែជួយសង្គ្រោះដល់ទុកអ្នកភូមិនេះផងលឹងបានចោលការដោះទុកការប្រែការរស់នៅពិបាកយើងយូរផងយើងមិនអាចពិភាក្សាគ្នាតើផងមកទេព្រោះយើងដើរដល់ផ្លូវបែកគ្នាហើយយើងឈប់និយាយគ្នាមួយស្របក់យើងកំពុងតែជក់មាត់លឹងបានស្នា
ឈប់ក៏ឈប់អាចារ្យសមបានជួបប្រងតោះយើងឈប់នៅមាត់អូអ្នកទាំង3បានឈប់ហើយលឹងបានអង្គុយមុនគេអាចារ្យសមបានមួងបារីឯបងហោមបានបត់ជើងរួចក៏ត្រឡប់ទៅអង្គុយជាមួយគេបន្ទាប់មកគាត់និយាយការដោះទុកកែប្រែការរស់នៅរបស់ប្រជាជនគ្រប់គ្នាជាការពិបាកជាការងារយូរមិនងាយឆាប់ទូចមាត់ទេព្រោះមនុស្សមិនមែនទេវតាឯណាធ្វើជួយយើងទេយើងត្រូវមានការអប់រំយើងខ្លួនយើងនិងអប់រំអ្នកភូមិឲ្យជឿលើកម្លាំងខ្លួនហើយមានការយល់ដឹងទាល់តែយើងរួមកម្លាំងតាមគ្នាបានយើងអាចទប់ទល់នឹងអ្នកលេងដៃជើងថៅកែមេស្ងាំងសៃវៀនបាននៅស្រុកស្រែជាមួយយើងវាអាងអ្នកលេងនៅទីក្រុងវាអាងទឹកប្រាក់បើដូចនេះយើងបើចង់បានរួចខ្លួនបើចង់ស្រួលចង់បានយុត្តិធម៌តតែអ្នកភូមិទាំងនេះចេះបំរាស់កែប្រែខ្លួនឡើងការរៀបចំភូមិឃុំជាការចាំបាច់មុនបង្អស់ចំពោះក្រុមយើងដែលដោយហេតុនេះបានជាខ្ញុំជឿឃើញថាដល់រាល់ឆ្នាំក្រោយនេះយើងត្រូវតែបើកឲ្យប្រជាជនបោះឆ្នោតរើសនាយកឃុំតែនាយកឃុំយើងមិនមែនភារៈដើរជិះជាន់សង្កត់សង្កិនរាជដោយអាណានិគមនិយមបារាំងបង្កើតនោះទេនាយកឃុំយើងចាត់តំណាងប្រជាជននៅក្នុងឃុំហើយមានភារៈកែប្រែអ្នកភូមិពីភាពវេទនាគ្មានអាវៈពីអំពើចោរកម្មពីការគម្រាមកំហែងយើងត្រូវគ្រោងការដូចតទៅខាងនយោបាយការពារនិងពង្រីកសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យជាក់ស្ដែងពិតៗឲ្យប្រជាជនអ្នកស្រែមានអំណាចបោះឆ្នោតជ្រើសរើសរបៀបគ្រប់គ្រងឃុំភូមិដោយខ្លួនឯងពីខាងសេដ្ឋកិច្ចបង្កើតសហគមន៍ឬសមាគមកសិករនៅក្នុងភូមិការពារផលដំណាំពូជស្រូវអង្ករកុំឲ្យពួកថៃកែហាងជែងលាយបន្ថោយកចំណេញកប់ក្តោងដូចសពថ្ងៃយ៉ាងទៀតខាងបឹងព្រៃវិញប្រពោលប្រជាជនធ្វើសមាគមការពារផលប្រយោជន៍ធម្មជាតិទាំងអស់នោះទុកចែកសម្រាប់គ្រប់គ្នាមិនឲ្យមេសៃវៀនក្តាប់ចំណេញរាប់សែនយកទៅជួលអ្នកលេងឲ្យមកធ្វើបាបអ្នកស្រុកភូមិដូចសពថ្ងៃនេះទេ3ខាងសង្គមគិច្ចចាត់តំណាងឲ្យមានផ្នែកសហគមន៍នារីសមាគមយុវជននិងសមាគមអ្នកស្រែចម្ការបង្កើតផ្ទះពេទ្យខាងវប្បធម៌ភូមិគ្រប់វត្តឲ្យមានចំនួនគ្រប់គ្រាន់ដើម្បីការគ្រប់គ្រងក្មេងឲ្យបានរៀនសូត្របង្កើតសាលារៀនមនុស្សចាស់ប្រុសស្រីតែមិនចេះអក្សរឧបត្ថម្ភលោកគ្រូអ្នកគ្រូឲ្យជួយរៀបចំទុកដាក់កម្មវិធីសិក្សារបៀបប្រជាធិបតេយ្យពិតប្រាកដបង្កើតបណ្ណាល័យទិញសៀវភៅឲ្យប្រជាជនខ្ចីមើលក្រុមការនេះខ្ញុំពេញចិត្តណាស់តែយើងត្រូវធ្វើបានឬទេលឹមបានកាត់បានប្រកាសជាបានគ្រាន់តែយូរនឹងឆាប់កងប្រវត្តិសាស្ត្រសង្គមមនុស្សកំពុងតែធ្វើសម្ដែងទៅតាមលទ្ធិប្រជាធិបតេយ្យប្រជាជនហើយគង់តែចក្រពត្តិអាមេរិកមកបង្វែរគំរាមកំហែងយើងគ្រប់គ្នាយ៉ាងណាក៏ទប់មិនបានឡើយបើមិនឆ្នាំនេះឆ្នាំក្រោយបើយើងធ្វើមិនទាន់កូនយើងធ្វើបន្តបើកូនយើងធ្វើមិនសម្រេចចៅយើងមកជាសម្រេចបើអ្នកភូមិធ្វើមិនកើតក៏ភូមិផ្សេងគេធ្វើបានសប្បាយហើយគ្មានជាន់ក្រោយលឹងបានសាទរខ្ញុំមកតែនិយាយប្រាប់អ្នកភូមិរតីទាំងអស់នេះហើយខែរហោតោះយើងទៅអាចារ្យសំបានបញ្ជាក់រួចក៏ក្រោកឈរបង្ហូមក្រោកតាមក្រោយបំផុតលឹងក៏ក្រោកអ្នកទាំង3ក៏បានបែកគ្នាឡើងទៅភូមិអូរស័យអាចារ្យសំបាននឹងបង្ហូមដើរតាមដងអូទៅត្បូងទៅតាមពីមនោះទៅមើលធ្យោបាយផ្សេងកក្កដាឆ្លងផុតទៅសីហាចូលបាន15ថ្ងៃបដាចាស់ខ្លះត្រូវបានចងសន្ធឹងទៅតឹងផ្លូវទៅទីប្រជុំជនត្រូវបានបដាច់ខ្លះត្រូវបានបករហាយបដាថ្មីបានចងជំនួសទៅលើផ្លូវបបែកទៅពីមទៅកំពង់ទៅភ្នំពេញខាងខ្ពងម៉ាស៊ីនស្រូវខាងមុខផ្ទះបង្ហោមចម្ងាយប្រហែល500ម៉ែត្របដាថ្មីបានចងសន្ធឹងមានលម្អដោយមនុស្សពាក់មួកពាក់ដូនព្យួរនង្គ័លទៅមនុស្ស2នាក់ហើយនៅខាងមុខនង្គ័លមានទៅមនុស្សនោះមានរូបរាងដូចខ្ពស់ពាក់មុខប្រប៉ោយដំរីបដាថ្មីចម្លែកខុសពីបដាមុនបានចាប់ភ្នែកមនុស្សឲ្យកកកុញមើលអ្នកជិះឡានទៅភ្នំពេញក៏បានឃើញដែរបដាថ្មីនេះបានធ្វើឲ្យអ្នកដំណើរនិងអ្នកភូមិមានយោបល់ខុសៗគ្នាខ្លះថាអញប្រាប់យូរហើយពួកវានេះដែលជាពួកប្រឆាំងដុតក្បាលបញ្ជីនិងត្រាមេឃុំខ្លះថាបើមិនធ្វើដូចនេះធ្វើដូចដេចនឹងបោះសម្អាតអាណានិគមនិយមបានខ្លះទៀតថាអាតម្រៃនេះហើយដែលឲ្យតំណាងរាស្ត្រអភ័យឯកសិទ្ធិធំពេកទន្ទឹមនឹងបដាខិតបានជាច្រើនម៉ឺនសែនលានបានបាចសាចរាយពីពេញភូមិខិតបានខ្លះស្រែកថាមានតែប្រជាជនអាចដោះទុកប្រជាជនបានឯខ្លះទៀតបានលាតត្រដាងបញ្ជាក់ថានារីឈ្មោះនេះឈ្មោះនោះជានារីខ្លះឃ្លោកមិនមែនជានារីក្លាហានទេខ្លះបានស្រែកថារួមសាមគ្គី
ប្រជាជនគ្រប់ជាន់ថ្នាក់បដិញ្ញាការពារសន្តិភាពឯករាជ្យប្រជាធិបតេយ្យពេលវេលាចេះតែហូរឆ្លងទៅ11កញ្ញាកាន់តែខិតជិតមកដល់ចំបាំងបដានិងខិត្តប័ណ្ណមិនស្កប់ស្កល់មិនគ្រប់គ្រាន់តាមអំណងទេនៅតាមផ្លូវបំបែកទៅពីមទៅកំពង់ត្រង់ទីប្រជុំជនច្រើននេះសកម្មភាពសង្គមនិងបកនយោបាយរឹតតែញឹកញាប់ថែមទៀតបន្តិចមេក្រូស្រែកថាអ្នកកំពុងមកឃោសនាបន្តិចខិត្តប័ណ្ណចេញព្រាយតាមផ្លូវអំពាវនាវអ្នកស្រុកឲ្យទៅស្ដាប់អ្នកភ្នំពេញបន្តិចឡានក្បួនទាហានស៊ីវិលតូចធំទៅតាមពាមបន្តិចមេឃុំប៉ូលីសមេកងឃុំបានទៅនិមន្តលោកសង្ឃហៅប្រជាជនឲ្យចូលមកសាលាស្រុកបន្តិចឡានធំពេញដោយសិល្បៈហួសទៅកំពង់នៅស្រុកអាស៊ានត្រូវការប្រជាជនមានស្ទើររាល់ថ្ងៃជួនទៅសាលាស្រុកជួនទៅថ្នល់បំបែកជួនទៅទីវាលម៉ាស៊ីនស្រូវធំឃោសនាម្ដងសុទ្ធតែមានអ្នកបន្តនិងមានអ្នកប្រឆាំងអ្នកស្រូបច្រើនតែបានលន់មកថានេះចំពិតជាពីរោះចំជាចេះនិយាយចំជាគិតប្រយោជន៍រួមមែនមានចាក់ដោតខ្លាយផ្កាឲ្យគេគិតតែពីប្រមូលសាមគ្គីពិតអាមេរិកកាំងពកជួយជួបបារាំងមែនអញថាយូរហើយឥឡូវអញមកដូចអញស្មានមែនឯអ្នកប្រឆាំងក៏មិនមែនបើកមាត់ដែរខ្លះខំផ្ទៀងត្រចៀកស្ដាប់កត់ត្រាទុកហើយថ្មេះតេះដៀលខ្លះក្រឡោកខ្លះរអ៊ូប្រាប់អ្នកនៅបៀតខាងទៀតថាឃើញទេវានេះអួតតែពីសឺណែវវាថាការបោះឆ្នោតនេះសម្រាប់មកលើសឺណែវមិនមែនបារាំងឲ្យនោះទេបោះនោះទេមើលវាថាកិច្ចព្រមព្រៀងយោធាម៉ែអាមេរិកកាំងប្រឆាំងបំផ្លាញអព្យាក្រឹតយើងឃើញថាវាចោលរដ្ឋាភិបាលអញផ្ដិតមេដៃប្តឹងចាប់ដាក់គុកហើយមានខ្លះទៀតមិនខ្ចីស្ដាប់មិនខ្ចីឮពួកនេះច្រើនតែជាប់មាត់ឲ្យកិនគេដាក់មួយចានមួយហើយមួយចានទៀតអស់ស្រេះមួយហើយថែមមួយស្រេះទៀតអស់ចិត្តដល់ព្រះអង្គគេកាលណាគេបញ្ចេញអធិពលគេភ្លាមគេឆ្លោះគេប្រកែកគេដេញគេឡូឡាគេស្រ័យកំហុកឲ្យឃោសនាថាអញវាចោលមរាយឥឡូវវានៅឈរត្រង់ណាអញចោលតែក្បាលឯនៅវាយបោតគេជេរស្រែកគេគប់គេចោលគេឡើងបណ្ដាច់បដាគេបណ្ដេញវាយរបៀបប្រឆាំងតាមកំហឹងឪតិនមួយស្រេះពីរស្រេះបានធ្វើយ៉ាងស្រួលគ្មានភ្នាក់ងាររក្សារបៀបរៀបរយហាម5ឡើយហើយធម្មតាឃើញអ្នកជារដ្ឋអ្នកស្រវឹងគេឲ្យឪតិននិងឲ្យបោតបណ្ដេញបង្អាក់អ្នកមេក្រូឲ្យឈប់និយាយឲ្យសាររងរត់ទៅទីលំនៅវិញអ្នកមេក្រូដកថយក្រវីក្បាលខ្លះជិះឡានទៅទាំងទឹកភ្នែកនៅកញ្ចឹងកខ្លះទៀតអស់សំណោចពោលថាស្រាខ្លាំងជាមនុស្សមែនចេះឲ្យមនុស្សបែរទៅឈួតលែងដឹងការខុសត្រូវចំណែកអ្នកភូមិធម្មតាគ្មានបាក់ពួកច្រើនតែរអ៊ូពោលថាបើវាមិនស្ដាប់ទេហេតុអីក៏វាសំដែងថាថោកទាបឈួតដូចនេះវាមិនខ្មាស់គណៈអន្តរជាតិឬបើឃើញស្រវឹងឈួតដូចនេះពេលប្រឡងប្រណាំងកម្លាំងជាតិក៏បានចេញបាត់ទៅគ្រូឈប់មកលេងផ្ទះគាត់ទៀតលោកគ្រូមេឃដែលធ្លាប់តែមកប្រម៉ូជើងឈប់ចេញមកលោកគ្រូច័ន្ទឈប់អើតែម្ដងការប្រជុំរិះកងហក់ចុះហក់ឡើងទាំងវងទីពីផ្លូវបំបែកទៅពូជទៅដើរពោទៅកោទៅភូមិឯកើតក៏បានឈប់ធ្វើម្នាក់សុទ្ធតែប្រយ័ត្នមាត់ប្រយ័ត្នកនិយាយអ្វីសុទ្ធតែគិតសុទ្ធតែចោលភ្នែកមើលឆ្វេងមើលស្ដាំតំណឹងចាប់ចោលបានកាន់តែលឺស្ទើររាល់ថ្ងៃបន្តិចគេលឺឡានអាស៊ីបគិញបទៅសាលាស្រុកបទៅឆ្លងដើមទិសទៅភូមិគោបន្តិចលឺគេថាគ្រូត្រូវផ្លាស់ចូលបន្តិចគេថាគ្រូផ្លាស់ចេញទៅប្រចេះបន្តិចលឺគេថាលោកគ្រូនោះទេមកធ្វើជាចាងវាងសាលាស្រុកម៉ាស៊ីនស្រូវនេះពាក្យចចាមអារាមនេះបានធ្វើឲ្យក្រុមបងហមអស់កម្លាំងជាច្រើនសេចក្តីសង្ឃឹមថាពួកមុខជាបានគេខ្លះបានរសាយម្នាក់បែរជាព្រួយបារម្ភពីអនាគតខ្លួនដល់ចូលកងធំវិញដើម្បីពង្រឹងស្មារតីក្រុមពួកគាត់លោកគ្រូចាន់បានហុចយោបល់ថាគង់តែផ្លាស់បញ្ជូនទៅដល់ណាក៏មិនរវល់គិតឲ្យតែកន្លែងមានមនុស្សមានស្រុកភូមិយើងរួមជាមួយប្រជាជនខំកសាងសាលារៀនទៀតហើយបបួលគ្រូមានចំណេះដឹងគ្រប់គ្រាន់ដើម្បីឲ្យប្រជុំគ្នាបកប្រែសរសេរក្បួនខ្នាតជាភាសាយើងឲ្យសិស្សបានរៀនខ្ញុំមិនខ្វល់ទេតាមតែគេផ្ចុះប្រុសមិនបានមកផ្ទះបងហមប៉ុន្តែតែអ្នកស្មប្រពន្ធគាត់នៅតែមានភ្ញៀវពេញផ្ទះពូព្រឺចេញចូលតាមផ្ទះគាត់ញឹកដូចដើមអ្នកមួននៅតែឆ្លៀតធាក់ម៉ាស៊ីនដេររាល់ថ្ងៃម៉ែអាវ៉ាប្រពន្ធលោកគ្រូវ៉ានៅត្បូងខ្នល់បំបែកបានឆ្លៀតមកសួរសុខទុក្ខគាត់ដែរអ្នកប្រពន្ធលោកគ្រូវ៉េបានខ្សឹបប្រាប់ប្រពន្ធ
គាត់ថាប្តីខ្ញុំទៅភ្នំពេញពីថ្ងៃអាទិត្យមុនបានជួបពូសុខសប្បាយជាទេផ្ដាំថាកុំឲ្យមីងព្រួយគិតបារម្ភពីគាត់ពេកខំតែរកស៊ីបានហើយអ្នកប្រពន្ធលោកគ្រូច័ន្ទបានប្រើអាកូនប្រុសច្បងគាត់យកសំឡមកឲ្យអ្នកសនចិត្តឯចំណែកម៉ែអថាប្រពន្ធលោកគ្រូច័ន្ទមកញឹកជាងគេគាត់ទូរាយណាស់ហើយចេះនាំអ្នកសននិយាយកាយអបសពពីនេះពីនោះហើយការប្រកេតញ្ញាស្មោះត្រង់ស្និទ្ធស្នាលបានធ្វើឲ្យហ៊ាននិយាយប្រាប់ពីទុកគាត់ព្រឹកមួយប្រពន្ធលោកគ្រូឋានត្រឡប់មកពីផ្សារចូលលេងអ្នកសននៅតែពីអ្នកស្ងាត់ដូចនេះអ្នកសនសួរថានាងបានដឹងបន្តឹងពីពូនាងទេហើយមិនទៅពូម៉ៅឪពុកអាថាបានទៅកំពុង2ថ្ងៃប្រហោះមុនការដាច់ខែគាត់បានទៅជួបនឹងលោកគ្រូម៉ៅនៅគុកយកបារីទៅឲ្យម៉ែអាវ៉ាក៏បានជោគក្រូចទៅឲ្យដែរម៉ែអាវ៉ានិយាយប្រាប់ខ្ញុំថាគាត់ព្រួយយំអាណិតគ្រូម៉ៅតែគ្រូម៉ៅគាត់នៅតែញញឹមស្រស់គ្មានក្រៀមក្រំបន្តិចឡើយអូតែបានសុខសប្បាយទៅខ្ញុំជួយអរថ្វាយព្រះរាល់ល្ងាចឲ្យតែគាត់បានឆាប់ចេញឆាប់ចុះចំណែកពូនាងបានដឹងដែរឬទេគាត់សុខសប្បាយជាទេកុំទៅព្រួយពីពូខ្លាំងពេកអីមីងអើយស្រុកយើងសុខសប្បាយពូមិនស្លាប់ទេលាក់បាំងអ្វីកាលពីឆ្នាំមុនទៅនេះការស្រុកយើងនៅច្បាំងនោះពេលដែលអាថាត្រូវទៅកំពង់ពេលនេះខ្ញុំព្រួយចិត្តណាស់ពេលអាថាទៅបាត់ម្ដងខ្ញុំដេកមិនលក់សោះមិនលក់ទេខ្លាចតែគាត់ត្រូវបញ្ជូនទៅឆ្ងាយត្រូវគ្រាប់ស្លាប់តែឥឡូវគង់តែគាត់បាត់មួយខែក៏មិនសូវព្រួយដែរបើយើងចូលកងវិញគេផ្លាស់យើងទៅចុងកាត់មាត់ញោកខេតមេមាត់ជោកមេមុតចំការលើក៏ខ្ញុំមិនព្រួយដូចមុនដែរស្រុកយើងមានសន្តិភាពហើយមិនព្រួយពីគ្រាប់ឆេះផ្ទះឡើយទៀតទេនាងខុសខ្ញុំលោកគ្រូមានប្រាក់ខែនាងមានគិតធ្វើស្រែហើយនេះខែភ្លៀងស្រួលផងខ្ញុំនៅតែស្រែ3ទៀតមិនទាន់ដែរមីងសុនក្មួយខ្ញុំវាឈប់ទៅម៉ាស៊ីនត្រូវរវល់តែមើលគោហើយខ្ញុំទៀតក៏ទៅខាងលក់អាចចំការម្យ៉ាងទៀតស្រុកសានត្រានហើយតែបានសុកមូលត្រកោគ្នាបែរជាទៅព្រាត់គ្នាលែងបានរកស៊ីទៅវិញកុំព្រួយអីចាំគ្នាជួយធ្វើសិនហើយអថាបានបោកប្រមូលគ្នាជាមួយនឹងលោកគ្រូម៉េងលោកគ្រូច័ន្ទនិងលោកគ្រូឯទៀតថារៃប្រាក់គ្នាឲ្យមកជួយមីងជួយជួលគេព្យួរតាមខ្ញុំដឹងប្រហែលពី3ថ្ងៃទៀតគេបានមកយកជូនមីងហើយខ្ញុំអរគុណនឹងគំនិតនេះណាស់តែសប្តាហ៍ថ្ងៃនេះអ្នកស្រែរវល់គ្រប់គ្នាគេកំពុងបង្ខំធ្វើស្រែគេគ្មាននរណាទាន់ទំនេរទេគង់តែលុយក៏មិនងាយបានឃ្លានដែរពូព្រឹងបានដេកសណ្ដាប់ស្នាប់នៅផ្ទះល្វែងគាត់លើដូចនោះក៏បានឆ្លើយថាមិនដឹងជាទុកសោកដល់ណាទេកុំព្រួយអីធ្វើរឿងធ្វើស្រែនោះឲ្យតែបានបាយឲ្យអ្នករាល់គ្នាស៊ីចាំខ្ញុំទៅនិយាយពឹងអ្នកខ្វែនៅភូមិខាងមុខឲ្យរកគ្នាជួយព្យួរប្រពន្ធលោកគ្រូឋានត្រេកអរកាត់ភ្លាមថាខ្ញុំខំមករកអ្នកព្យួរឲ្យបានចំណែកបាយទឹកស្រាច់លើយើងខ្ញុំនឹងយកដំណឹងនេះទៅប្រាប់អាថាគាត់មុខជាត្រេកអរមិនខានថាដល់ត្រង់នេះគាត់ក្រោកហើយនិយាយតដល់ពេលដាំបាយហើយខ្ញុំសូមពុលាពូមីងសិតហើយជួរស់ថ្ងៃតាប្រាប់ឲ្យដឹងមុនលោកប្អូនរបស់ពូព្រឿងពូខ្វៅនៅភូមិមុខផ្ទះពូព្រឿងជាអ្នកចេះដឹងគាត់បានប្រមូលសិភៅកាសែតចាស់ៗពីផ្ទះហមរាល់អាទិត្យគាត់បានយកចិត្តទុកដាក់រឿងរៀនសូត្រហើយបានចាំរឿងជាច្រើនពេលគាត់ទៅជួបលោកគ្រូចាន់ជួបលោកគ្រូម៉េងម្ដងគាត់ចោទបញ្ហាស្ដែងឲ្យជួយរករបៀបការកែប្រែរស់នៅអ្នកស្រែចម្ការការឆ្លៀតប្រសពដោះស្រាយសមនឹងអកប្បកិរិយាមិនចេះច្រឡោតក្អេកក្អាងរបស់គាត់បានធ្វើឲ្យលោកគ្រូច័ន្ទយកចិត្តទុកដាក់សរសើរគាត់ច្រើនលោកគ្រូច័ន្ទបានឧស្សាហ៍ដំណើរប្រាប់ពីគាត់ថាពូខ្វៅជាអ្នកមានប្រាជ្ញស្រុកស្រែគាត់ធ្វើសមាជិកមួយចំណានក្នុងសមាគមអ្នកស្រុកស្រែនាថ្ងៃក្រោយតាំងពីបង្ខំទៅបាត់ពូខ្វៅនៅតែមកផ្ទះបង្ខំដូចធម្មតាគាត់បានមកសួរសុខទុក្ខអ្នកសនសួរដំណឹងបង្ខំមករកខ្ចីសៀវភៅជុំមួយគាត់បានមកខ្ចីកាសែតខ្ចីសៀវភៅពូព្រឿងបានគាត់អង្គុយលេងពូព្រឿងបានសួរសុខទុក្ខគាត់ពីស្រែរួចហើយឬនៅពីសង្ឃឹមបានស្រូវស៊ីគ្រប់ឬទេឆ្នាំនេះពីយោបល់អ្នកភូមិគាត់បន្ទាប់មកពូព្រឿងបានបន្ទោសថា
អញធុញតែអ្នកខ្មៅមកកាលណាសួរតែដដែលសួរអីដដែលនោះសួររកតែក្រហមមិនសួរឯណាមនុស្សល្អនៅមិនសួរឯណាបានមនុស្សល្អដូចហមមិនឥឡូវលោកបងបានដឹងដំណឹងពីគាត់ទេកុំព្រួយក្រហមពេកប្រហែលនោះវាមិនងាប់ទេតាំងពីគាត់ទៅខ្ញុំខ្សត់កសែតមើលតែឥឡូវខ្ញុំរកទំនុកឃើញហើយអ្នកភូមិគេសុខចិត្តចូលប្រាក់គ្នាតាមធនធាន500 200រាល់ខែ5រៀល2រៀលរាល់ខែប្រមូលខ្លះជាវកសែតជួបខ្ញុំលោកគ្រូច័ន្ទពីថ្ងៃមុនខ្ញុំសូមឲ្យគាត់ចុះឈ្មោះឲ្យខ្ញុំជាស្រេចដល់ចេះរកទំនុកឃើញតែអញនៅតែមិនពេញចិត្តខាងអ្នកខ្វៅឯទៀតអ្នកខ្វៅឯងចូលចិត្តតែនឹកក្រហមទៅបាត់ហើយដែលជួបមិនហើយដែលជួយមិនកើតអញតាមអញយល់ថាជួយមនុស្សនៅផ្ទះល្អជាងជួយនរណានៅបើកភ្នែកមើលមិនឃើញទៀតចំពោះរឿងជួយដាក់ក្រងការនេះអញមានរឿងមួយយកមកឲ្យអ្នកខ្វៅឯងជួយពិចារណារឿងដូចតែទៅការអញឲ្យទៅពេទ្យមើលភ្នែកនៅភ្នំពេញអញទៅសំណាក់ផ្ទះប្អូននៅម្ដុំផ្សារសួនពេទ្យចិនប្អូនលោកបងមួយណាលោកសុភានឬនឹងហើយខ្ញុំបានស្ដាប់លោកដូចប្រសពនិយាយណាស់ពូកែពន្យល់ពីសេរីភាពយ៉ាងស្រស់ហើយចេះដោះស្រាយនឹងពាក្យចាក់ដោតរបស់គេណាស់ខាងវោហានោះពិបាករំរងដូចហើយតែគេចេះនិយាយណាស់ចិត្តមួយខែអញត្រូវបានពន្យល់ពីសេរីភាពពីសិទ្ធិហើយប្រពន្ធគេក៏នៅមិនស្ងៀមបានជួយពុបដាក់ដៃជាមួយប្តីទាមទារសេរីភាពសិទ្ធិសមភាពប្រុសស្រីបោះឆ្នោតធ្វើតំណាងរាស្ត្រស្រីឥឡូវគេងើបហើយលោកបងឃើញទេគេមើលរាស្ត្រគ្រប់គ្នាស្រឡាញ់សេរីភាពដឹងជាគេស្រឡាញ់សេរីភាពសិទ្ធិស្មោះត្រង់ឬមិនស្មោះត្រង់ទេនៅមួយខែជាមួយអញដូចជាឃើញគេឆ្លីជន់សេរីភាពសិទ្ធិទៅវិញមិនតែលោកបងនិយាយដូចនេះនៅផ្ទះគេអញឮរាល់ថ្ងៃតែពាក្យចំអេះចំអាសជេរបញ្ចោខ្ញុំកំដរគេប្រើពាក្យអាក្រក់លាក់នឹងលាក់អញសង្កេតឃើញថានៅផ្ទះគេអ្នកតូចតែគ្មានសេរីភាពគ្មានសិទ្ធិអីបន្តិចឡើយគេជួលទិញមនុស្សខួបប្រើមួយថ្ងៃពណ៌ល្ងាចគ្មានពេលសម្រាកសោះគេបង្ហាត់អ្នកតូចទាំងនោះឲ្យលុតក្រាបឲ្យដើរទីឲ្យដើរលុតជង្គង់ពេលគេនិយាយរកខ្លួនឲ្យចេះបត់ជើងក្រាបនៅវេលាបាយខាងស៊ីចុកខាងដំណេកនោះស្រេចតែម្ដងហើយគេឲ្យគ្នាស៊ីតែសម្បោបាតចានឲ្យគេដេកគៀនជើងក្រានឃើញនេះអញទ្រាំមិនបានថ្ងៃមួយសុភាគេយកកាសែតមកបញ្យល់ថារដ្ឋាភិបាលប្រជាធិបតេយ្យល្អនេះល្អដូចនោះអញស្នាក់ហើយសួរតបវិញថាប្អូនចង់ឲ្យរាស្ត្រមានសេរីភាពមានសិទ្ធិល្អនោះហើយចំជាត្រូវតែមុននឹងទៅផ្សាយជួយស្រោចស្រង់អ្នកដតីមុននឹងស្ដីបន្ទោសថាអ្នកនេះក៏ឆាំងលទ្ធិប្រជាធិបតេយ្យត្រូវស្រោចស្រង់អ្នកនៅក្នុងផ្ទះខ្លះផងគួរណាស់តែលែងលោកដោយមិនដេចឲ្យជើងឈ្នួលរបស់ខ្លួនមានសេរីភាពមានសិទ្ធិមានបាយស៊ីគ្រប់គ្រាន់ផងគួរណាស់កុំទុកគ្នាជាមនុស្សជាន់ដូចជាន់ដើមហើយគុំយកគ្នាមកបំបែនឲ្យវាដើរជើង4និយាយនឹងឯងនោះលោកឆ្លើយវិញថាម៉េចគេបន្ទោសថាអាចមិនទាន់ជល់អំពីប្រជាធិបតេយ្យនៅឡើយគេមានលុយត្រូវតែជួមនុស្សឲ្យធ្វើតាមបំណងគេនឿយហត់នឹងរៀនច្បាប់ណាស់សាលាគេលីសេគេត្រូវមានអំណាចលើខ្ញុំកំដរអញ្ចឹងហើយលោកបងឯងឆ្លើយយ៉ាងម៉េចវិញអញប្រាប់គេថាបើស្រឡាញ់សេរីភាពត្រូវតែស្រឡាញ់សម្រាប់មនុស្សទូទៅគេមិនមែនស្រឡាញ់សម្រាប់តែគ្រួសារតែពូជរបស់ខ្លួនទេសុភាគេនិយាយកុំឲ្យអញយល់ដេកដាស់ដូចនេះអ្នកក្រតូចតាចទីជាកម្មផលពីជាតិមុនទេតើកាយវាមិនឡើងឡើយអញឆ្លើយថាកម្មមិនកម្មទេអញមិនដឹងទេតែអ្នកស្រែអ្នកតូចតាចគេស្រីឃ្លានចង់បានសេរីភាពពិតមិនចូលចិត្តធ្វើខ្ញុំកំដរគេទេសុភាគេបន្ទោសថាពិបាកនិយាយណាស់ជាមួយអ្នកស្រែមិនដឹងអ្វីស្ដាប់គ្នាមិនបានទេឲ្យតែឃើញគេអាណិតបន្តិចតាំងធ្វើរឹកឯងគ្រាន់បើហើយបានតែដេមាត់ឲ្យជាប់ជាមុនទេខ្ញុំនឹកឃើញហើយពូខ្វៅគាត់លន់មាត់នឹកឃើញអ្វីបងសែមនៅភូមិឯជើក្បែរវត្តក៏បានបញ្យល់ខ្ញុំថាលោកបងសប្តាហ៍ថ្ងៃមានប្រជាធិបតេយ្យពីរប្រជាធិបតេយ្យបារាំងអាមេរិកជាប្រជាធិបតេយ្យចាស់ដែលឲ្យសេរីភាពសិទ្ធិទៅតែពួកនិមឺនអ្នកមានហើយប្រជាធិបតេយ្យមួយទៀតឲ្យសេរីភាពទៅលើប្រជាជនតូចតាចពិតប្រាកដបងសែមអញប្រាប់ខ្ញុំនៅស្រុកប្រជាធិបតេយ្យអ្នកខ្លះស្រែ
បតេយ្យថ្មីអ្នកស្រែចម្ការកម្មករបានសិទ្ធិសេរីភាពហើយបានទូធាមិនគេគ្មានគេមាក់ងាយឡើយពូព្រឿងគាត់បានកាត់ព្រាមថាអញមិនដឹងគិតពីប្រជាធិបតេយ្យថ្មីចាស់ទេការដែលអញខំលើករឿងនេះមកនិយាយអញឲ្យចង់ឲ្យឯងឃើញថាមានមនុស្សច្រើនគិតតែការឆ្ងាយការក្រៅការធំសម្រាប់ផងមិនបានហើយការតូចធ្វើភ្លាមក្នុងផ្ទះមិនព្រមគិតសោះដូចអ្នកខ្វៅឯងមុនឯងនេះជាដើមអញតែជួយអញថ្ងៃណាក៏គិតតែពីអាណិតក្រហមគិតតែស្រែកសួររកក្រហមឯប្រពន្ធក្រហមនៅផ្ទះមុខជាគ្មានអ្នកណាជួយស្រែដាស់ស្រែអ្នកខ្វៅមិនគិតគូនឹងគេឯងជួយព្យួរឲ្យគ្នាម្ដងដោយខ្ញុំយល់ហើយចំពោះរឿងស្រែកុំព្រួយចាំខ្ញុំបបោកគ្នាជួយចង់ជួថ្ងៃណាប្រាប់មកចុះពូព្រឿងឃើញអ្នកខ្វៅទទួលដំណឹងនេះក៏ស្រែកហៅអ្នកសនថាអ្នកសនតែឥឡូវអ្នកខ្វៅសុកចិត្តមកជួយព្យួរហើយប្រាប់មកថ្ងៃណាមួយស្របក់សំឡេងអ្នកសនបានលេចឡើងថ្ងៃស្អែកខ្ញុំប្រាប់ថាចាំសួររកអ្នកស្ទូងសិននិយាយស្ទប់ស្រស់ស្រួលគ្នារួចដូចនេះពូព្រឿងនិងពូខ្វៅក៏បានឈប់និយាយពូព្រឿងបានផឹកទឹកពូខ្វៅបានមូបារីស្លឹកសង្កែអត់ជក់ផ្សែងហុយរលោមបន្ទាប់មកគាត់និយាយថាជប់ជ្រៅហើយមិនទាន់ដុតភ្លើងគោខ្ញុំលាលោកបងសិនហើយគុកខ្មែរថ្ងៃចិត្តតែដើរសិហាដាច់ថ្ងៃពីកញ្ញាមកដល់ម៉ៅត្រូវបានដោះលែងចេញពីគុកដំណឹងដែលធ្វើឲ្យម៉ែអាថាអហួសរកចាប់អីវ៉ាន់មិនចំពោះបន្តិចចាប់ត្រីបន្តិចចាប់បន្លែភូមិម៉ាស៊ីនស្រូវអ្នកភូមិថ្នល់បំបែកបានជួយត្រេកអរគ្រប់គ្នាសេចក្តីសង្ឃឹមបានមកដល់ក្រុមគេវិញហើយជាដំបូងម៉ៅបានទៅចូលរួមលេងនៅអ្នកភូមិខាងត្បូងបំបែកចិត្តម៉ាស៊ីនស្រូវផ្លូវធំទៅផ្ទះលោកគ្រូឋានទៅផ្ទះលោកគ្រូច័ន្ទរួចក៏បានត្រឡប់ទៅលេងលោកគ្រូវ៉ាតសួរសុខទុក្ខពូព្រឿងនិងអ្នកសនចេញពីគុកសាមសៅម៉ៅមានសម្បុរជ្រះជាងធម្មតាហើយមានចរិតដូចដើមឃើញនេះពូព្រឿងនិយាយថានៅតែមិនព្រមព្រៀងសោះមិនអស់ប៉ុន្មានថ្ងៃដែរលោកគ្រូនៅក្នុងគុកនោះជ្រះផងឥឡូវចិត្តមួយខែដែររស់នៅក្នុងគុកពិបាកយ៉ាងណាម៉ៅមិនឆ្លើយពូព្រឿងភ្លាមទេគាត់ហូបកន្ទុយបារីចង្កំលឿងខៀវចេញពីហៅប៉ៅសឺមីគាត់បន្ទាប់មកគាត់សោកបារីទៅក្នុងកន្ទុយបារីនោះរួចក៏សុំភ្លើងពូព្រឿងអុចលោកគ្រូវ៉ាតឃើញក៏លាន់បត់ថាបងបានកន្ទុយបារីល្អផងថ្លៃប៉ុន្មានដែរមានតែមួយទេនៅស្រុកយើងម៉ៅបានឆ្លោយចេញថ្មិញសតគុកពូសុំគាត់បានឲ្យខ្ញុំការនៅក្នុងគុកមិនទៅហៅសុំស្មងជើងវាត្រូវគេវាយនោះវាជាហើយឬនៅជាហើយគាត់ដើរមិនទាន់ត្រង់ដូចដើមទេគាត់ដើរវាចមិនដឹងជាថ្ងៃណាទេបានគាត់រួចសាលាដំបងមិនព្រមក៏ហៅសួរទៀតសោះគណៈកម្មការអន្តរជាតិបានយកចិត្តទុកដាក់លើរឿងនេះដូចជាមិនបានផលសពថ្ងៃគាត់ត្រូវគេឲ្យច្រាលក្នុងគុកគុហាចុះមកឯងដែលចាប់ទៅគ្រូនោះវាយ៉ាងម៉េចដែរគាត់នៅជាមួយពូសុំដែរតែគេចោទគាត់ថាដាក់កំភ្លើងឥឡូវគេលែងក៏ហៅទៅសួរទៀតហើយប្រហែលជាជាប់គុកចោលនៅក្នុងនេះរហូតហើយមើលទៅលោកគ្រូវ៉ាតបានកាត់ម៉ែឯងបានមកប្រាប់ខ្ញុំការពីព្រឹកមិញបោកូនមួយមកផងគាត់បានប្រាប់ថាកំពុងគិតគូរគាត់បានបញ្ចាំស្រែមួយថ្លៃ 2000 រៀលយកទៅជូនលោកកាន់សំណុំរឿងនៅសាលាដំបងគាត់ថាគេសន្យាឲ្យឯងរួចខ្លួននៅថ្ងៃអាទិត្យក្រោយនេះដែរចុះបងហមអ្នកមានដឹងដំណឹងពីគាត់ដែរឬទេម៉ៅបានងាកទៅសួរអ្នកសតចាស់សុខសប្បាយទេចាំតែឈប់តានតឹងបន្តិចបានមកវិញចុះលោកគ្រូរស់នៅដូចម្ដេចទៅគេមានធ្វើបាបទេខ្ញុំចង់ទៅសួរសុខទុក្ខគាត់ណាស់តែរវល់ដើរទៅណាមិនបានមើលយ៉ាងម៉េចទៅគុកប្រាប់ខ្ញុំក្រែងលោវេនខ្ញុំលោកគ្រូវ៉ាតបានសួរយប់ចេះគេចាប់យកទៅខ្ញុំនិយាយលោកគ្រូមេងទៅតាមភ្លាមតែសួរដំណឹងបងទៅមិនលិចសោះក្រោយដែលគេចាប់ខ្ញុំទៅភ្លាមគេដឹកខ្ញុំដាក់ឡានទៅឃុំនៅប៉ុស្តិ៍ប៉ូលីសកំពង់អស់មួយយប់គ្មានបានធ្វើបាបខ្ញុំទេអ្នកយាមជប់នោះស្រួលណាស់គាត់ឲ្យខ្ញុំដេកនៅក្នុងបុយរ៉ូធ្វើការមិនបានបញ្ចូលខ្ញុំទៅក្នុងសេលូទេគាត់ដើរចុះឡើងបន្តិច
គាត់មកអើតមើលខ្ញុំគាត់ប្រាប់ថាបើត្រូវបើកការបារីតកកកាហ្វេប្រាប់គាត់ហើយគាត់ថាគាត់មានក្មួយមួយមានចិត្តគំនិតដូចខ្ញុំដែរព្រឹកឡើងមានកិញ្ចម្នាក់មកនាំខ្ញុំទៅប្រគល់ឲ្យលោកព្រះរាជអាជ្ញាដែលបន្ទាប់មកឲ្យអ្នកយាមម្នាក់បណ្ដាលខ្ញុំទៅបន្ទប់ស៊ើបសួរសុភាចារៈបុរសគេចោទខ្ញុំរឿងអ្វីដូចគេចោទបងរឿងអ្វីដោយបង្វែរឯងបានធ្វើសាក្សីស្រាប់ហើយមនុស្ស 4-10 នាក់ផ្ដិតមេដាយប្តឹងថាខ្ញុំតិទៀនដល់រដ្ឋាភិបាលហើយថាខ្ញុំនិយាយមិនពិតខ្ញុំឆ្លើយបដិសេធពាក្យចោទទាំងនោះហើយដែលបានសូមឲ្យលោកសុភាជួយបកស្រាយតាមមាត្រា103នៃរដ្ឋធម្មនុញ្ញដែលបានបដិសេធច្បាប់ណារំលោភពីលើសេរីភាពសិទ្ធិដែលបានចងក្រងក្នុងមាត្រាទី9នៃរដ្ឋធម្មនុញ្ញយើងលោកសុភាបានឆ្លើយថាលោកចៅក្រមលោកមិនមែនជាអ្នកជំនាញខាងបកស្រាយច្បាប់រដ្ឋធម្មនុញ្ញទេហើយលោកបានប្រាប់ខ្ញុំថាខ្ញុំជាកូនក្តីត្រូវតែចាំឆ្លើយបានហើយបងបានឆ្លើយទៅផ្ដិតទៅទៀតខ្ញុំបានឃើញលោកបន្ទោសដូចនេះខ្ញុំក៏សួរលោកថែមទៀតថាតើខ្ញុំត្រូវឃុំដែរទេហើយនរណាស៊ីញ៉េឃុំខ្ញុំហើយតើអាងមាត្រាក្រមព្រហ្មទណ្ឌរដ្ឋបវេនីណាមួយលោកនៅស្ងៀមដាក់មុខមើលឆ្វេងមើលស្ដាំហើយប្រាប់ខ្ញុំថាលោកត្រូវរកសាក្សីថែមមកទៀតខ្ញុំនឹងក៏ហៅសួរបញ្ជាក់មួយស្របក់ក្រោយរួចពីសញ្ជឹងគិតចោលកន្ទុយភ្នែកមើលលោកនិយាយតិចៗថាខ្ញុំមានកូនច្រើនគ្មាននរណាចិញ្ចឹមវាទេបើខ្ញុំខានធ្វើការបើលោកខ្លួនឆាប់បើលោករួចខ្លួនឆាប់ខ្ញុំជាមនុស្សមួយរូបដែលរីករាយត្រេកអរជាងគេថាចប់ទទួលថ្ងៃត្រង់ដល់ម៉ោងឈប់ធ្វើការលោកក៏ចុះដណ្ដឹងទៅហៅអ្នកយាមឲ្យនាំខ្ញុំទៅក្នុងគុករហូតដល់ថ្ងៃ2កញ្ញាប៉ុណ្ណឹងហៅលោកល្អហើយពុព្រឹងរន់មាត់ចុះដល់គុកយ៉ាងណាទៅអ្នកយាមគុកដូចបដិទៅម៉ៅបានសោកបារីមួយទៀតក្នុងកន្ទុយបារីរួចអុចបិទបឺតផ្សែងហុយត្រឡោមហើយនិយាយថាកន្លងទ្វារគុកភ្លាមមានអ្នកយាមធំមៀតធំមុខអត់បានទទួលគាត់និយាយធំសម្លឹកថាមានលុយកាក់ទេផ្ញើទឹកមកមានរឿងអីហ្នឹងអ្នកនយោបាយទៀតហើយតែចាប់យ៉ាងហ្នឹងមានកន្លែងណាដាក់ចង្អៀតណែនប៉ែហើយសែនលូនេះគាត់បាននាំខ្ញុំបញ្ចូលទៅក្នុងសេលូដែលមានមនុស្ស5នាក់នៅចាំរួចកាលណាហើយគាត់បានចាក់សោក្តាំងពីខាងក្រៅដើម្បីឲ្យដឹងការរស់នៅក្នុងគុកយ៉ាងដូចម្តេចខ្ញុំបានជូនកំណាព្យមួយកំណាព្យនេះសូវមិត្តសូផនដែលទើបមករួមសង្គមជាតិយើងក្រោយកិច្ចព្រមព្រៀងសឺណែវបានលោកតែងបន្ទាប់មកម៉ៅរហូតបានយកក្រដាស់មួយសន្លឹកហុចទៅឲ្យលោកគ្រូវ៉ាតដែលនិយាយថានេះលោកអូនវ៉ាតមើលទៅធ្វើបត់និងពូស្ដាប់ផងលោកគ្រូវ៉ាតបានយកបកអានហើយធ្វើបត់ថាបរិយាកាសក្នុងគុកច្រាវខ្នោះដៃទង្គិចលឺម៉ោងជាង5ភ្លឺអ្នកគុកក្រោកឡើងពីដំដេកមាត់កាកោបនាំគ្នាឡើងក្រោកដោះខ្នោះជើងពីគ្រប់ល្វែងធំឆ្អេះស្អុយឈួលពីលើសែនលុះទឹះបងជើងអ្នកគុកដើរចេញមុខសើងមើលរៀបកាយរៀបជើងប៉ុងប្រានចាំលើដីទីវាលអង្គុយទៀបជាជួរក្បាលត្រៀប1ជួរ5រួចអ្នកតម្រូវត្រូវនៅចាំរាប់ក្បាលជួរ5ផ្ទៀងបញ្ជីស្រេចហើយការណាតម្រូវប្រាប់ឡូឡាចំណាប់បនទោសស្ដីវាយដំច្រំធាក់គ្មានប្រណីប្រើសុតសំដីអញនឹងមីចាត់ខ្លះទៅឡានកើបសម្រាមខ្លះទៀតហោមានចាស់ថ្មីត្រូវគេដាក់ខ្នោះបងកើតថ្មីទៅសួរសេចក្តីតុលាការខ្លះទៅថែសួនផ្ទះលោកធំខ្លះទៅចាត់បំបោសសាលាខ្លះបោសចង្អូគុហៀសំអាតទីធ្លាបាត់ធំខ្លះនៅជើងក្រានដុនដាំបាយពួកអ្នកនយោបាយត្រូវនៅជុំគេហាមមិនឲ្យចេញពីក្រមខ្លាចកែអប់រំក្រមចៅបានឲ្យចេះស្ដាប់បិទស្គាល់សត្រូវ
ឲ្យរកផ្លូវត្រូវកែខ្លួនបានឲ្យយល់ជំនួសរែងរំខានបើចង់ខ្មែរបានទុកគ្មានលហែចក្រពត្តិអាមេរិកចោលប្លន់ជ្រៀតជ្រែកមកប្លន់ទឹកដីខ្មែរប្រើគ្រប់កលបិចបំបែកខ្មែរដោយផ្លាស់ប្រែភេទជំនួយសេដ្ឋកិច្ចមកយោធាបង្ខំប្រជាក្រមព្រួយឲ្យញាក់ឲ្យផ្អើលដូចគេស្ទួយក្រោកឡើងងើបជួយដេញចក្រពត្តិនាំរឿងនេះចុះគ្រប់ទីចែកវក់វីពេញគ្រប់វត្តឃើញជាអាមេរិកចក្រពត្តិចង់ពាត់ស្រុកខ្មែរឲ្យខ្ញុំវាជប់ក្នុងពុកច្រាវគុំលង5កំឡុង5នាទីអ្នកក្នុងគុកមីចូលខ្នោះជើងរួចដាក់តម្រូវដើរចុះឡើងរាប់ក្បាលពួកយើងចុះបញ្ជីឈ្ងោកមើលក្រោមក្រែគៀនជញ្ជាំងក្រែងមានបំបាំងលាក់ឡោស៊ីដេកគោលខ្សែលួសការខ្សែថ្មីក្រែងលាក់ក្រោមដីបងកប់នៅក្រោយមកតម្រូវទាញកូនសោបិទទ្វារចាក់សោពីខាងក្រៅទុកឲ្យអ្នកគុកដេកហាលនៅក្នុងក្រាលលំនៅធំឆ្អេះស្អុយក្នុងក្រាលអ្នកគុកចាំចោតចែកមិនមានរឿងផ្លែកកំសាន្តព្រួយខ្លះនឹកឃើញឈ្មោះមិត្តមកជួយឲ្យបារីមួយលោកឲ្យការខ្លះខឹងដំរួតជេរពីស្ដីខ្លះបន់ទោសស្ដីតុលាការត្រូវសំនៅគេផ្លិចមុខងារដើរផ្លូវមូសាអាងដាក់គុកខ្លះគិតបារម្ភពីអនាគតព្រោះចិត្តកំណត់ចេញពីគុកត្រឡប់វិលវិញទៅភូមិស្រុកទៅជួយជួបអស់ពុកបងប្អូនមិត្តខ្លះផ្ដើមនិយាយពីនយោបាយអត្ថាធិប្បាយរឿងអាមេរិកចូលមកស្រុកនាំវឹកវរអាវុធសន្ធឹករាយពេញដីឲ្យបានចាប់ពេញទាំងស្រុកទុនត្រៀនបុករុកជ្រៀតគប់គ្រប់ទីចាក់ចុចឲ្យខ្មែរបែកសាមគ្គីដើម្បីវាស្រួលជិះជាន់យើងសូសាប់ជជែកឬសូអ៊ូបំបត្តិអស់ស៊ូនៅខ្នោះជើងដល់ម៉ោង7សូត្រធម៌យើងចូលជើងប៉ុន្មានបាត់សូនឈឹងលុះសូត្រធម៌ចប់ហើយកាលណាសញ្ញាភ្លើងផ្លែតប្រាប់នៅនឹងឲ្យឈប់លើមាត់ស្ងប់ឲ្យឈឹងអ្នកគុកសញ្ជឹងឃើញឧបទ្រពពាក្យខ្សឹបពាក្យខ្សុចនៅមានលឺអ្នកខ្នោះបន្លឺថាពាក្យជប់អ្នកវេនចាំយាមខំស្ទុះហុចធុងអាចស្អុយឡប់ឲ្យនោមជុះឈប់ភ័ណ្ឌតែជ្រៅសូចំឡែកក្រោបក្រាក់ខ្នោះដែកលន់ចម្រុះលាយសូជប់ហៅនោមជុះសូសាប់ទាំងនោះជប់គុកខ្មែរមើលចប់លោកគ្រូវត្តបោតទុកនៅក្នុងហៅប៉ៅអាវហើយនិយាយថាខ្ញុំទុកយកទៅឲ្យបងបងស្ដាប់ជីនៅគុកមានខ្សែខ្នោះទៀតចំឡែកកាលពីឆ្នាំ1947ពេលសម្ពោធរដ្ឋធម្មនុញ្ញខ្ញុំបានឃើញគេមិនដាក់ច្រវាក់អ្នកគុកធ្វើការទេនៅកំពង់យីគុកមានសូត្រធម៌ផងពូព្រឿងបានភ្នាក់ហើយស្ដីមានធ្វើចុកហៅជុះក្រោកខ្នោះដែកវេទនាណាស់លោកគ្រូសម្រានជប់ដូចម្ដេចទៅអ្នកសំបញ្ជាក់គេមិនដាក់ខ្នោះជើងទៅឬជើងនៅក្នុងគុកតូចគ្នា5-1នាក់ដេកចំហៀងគ្នាតម្រួតចាក់សោពីខាងក្រៅដែលអ្នកគុកក្នុងក្រាលត្រូវបង្ខំសូត្រធម៌ហើយក្នុងសែលូដែលបានបបួលជជែកគ្នាពីរឿងផ្សេងហើយមានរឿងណាព្រួយអបសុកតបប្រមល់ពេកក៏បានបបួលគ្នាច្រៀងរៀងខៀវខ្ចីបត់បង្កើនផលជ្រុកវន្ទាពីរោះអស់ចាហើយចាំតែរួចពីគុកបោកខ្ញុំនាំគាត់មកច្រៀងប្រណាំងនឹងថាសូសារ៉ាំបៈស្មានឈិនមកនិយាយជក់មាត់លោកគ្រូវត្តឃើញកាន់តែល្ងាចក៏បានអេះថាតែមកហើយកងតោះយើងទៅផ្ទះវិញក្រែងមានជាងចាំលោកគ្រូវត្តក្រោបតាមរួចទាំងពូព្រឿងក៏
ក្រោកអ្នកសូនផ្ទះបៀតម៉ាស៊ីនស្រូវធំវិញពេលចូលខង16កញ្ញាថ្ងៃចូលរៀនលាហើយវិស្មការ2ខែលាហើយវាកងធំអ្នកភូមិស្រីប្រុសបានប្រជ្រៀតគ្នានាំទៅសាលារកកន្លែងឲ្យកូនរៀនម្នាក់សុទ្ធតែយកកាន់ដៃអាចរបក់របស់ខ្លួនទៅជាមួយខ្លះរិចសោតដាក់គ្នាពួកនេះបានកន្លែងឲ្យកូនរៀនហើយខ្លះទៀតក្រៀមក្រំដឹកដៃត្រឡប់ទៅវិញពលត្អូញប្រាប់គេឯងថាហើយខំយកលុយចូលសងសាលានឹងគេដែរនៅតែខ្វះទៀតពេលនេះអស់គ្មានកន្លែងហើយឲ្យអាចមករៀនទេដឹងឆ្នាំណាទៅបានឲ្យគ្រូគេបានសងសាលាថែមទៀតដឹងឆ្នាំណាទេក្មេងៗបានកន្លែងរៀនគ្រប់គ្នាបើប្រជាជនខ្វល់ប្រជ្រៀតគ្នាតែយកឲ្យកូនឯក្រុមគ្រូក៏មានកង្វល់ដែរនៅថ្ងៃដែលចូលរៀនសម្បត្តិបង្គាប់មួយខ្ទាស់3ច្បាប់បានផ្ញើពីមន្ទីរចាត់ការសាលាសម្បត្តិទី1បង្គាប់ឲ្យលោកគ្រូវ៉ាខ្លះទៅត្រើយម្ខាងសម្បត្តិទី2បានដកហូតលោកគ្រូឋានទៅចំការសម្បត្តិទី3បង្គាប់ឲ្យលោកគ្រូច័ន្ទបោះពួយឆ្លងពីខេត្តពី3ទៅដែនដីឡើយការផ្លាស់ប្ដូរនេះមិនបានបញ្ជាក់គ្រូនៅម៉ាស៊ីនស្រូវផងទេតែព្រឹត្តិការណ៍នេះបានធ្វើឲ្យគ្រូទៅនឹងគ្រូមានយោបល់ផ្សេងៗគ្នាលោកគ្រូវ៉ាតបានបញ្ចេញមតិអារម្មណ៍ថាខ្ញុំមិនចូលចិត្តនឹងការផ្លាស់ទេបើសិនជាខ្ញុំរៀនសិស្សមិនជាប់ឆ្នាំទៅគ្រាន់បានដែរជាប់បានជាង10នាក់ចូលវិទ្យាល័យកំពុងម្យ៉ាងទៀតខ្ញុំស្ដាយណាស់មិនបាននៅស្រុកនេះបានយូរទៀតស្រុកម៉ាស៊ីនស្រូវបានចងមិត្តជាមួយខ្ញុំជាខ្លាំងខ្ញុំសប្បាយនឹងរួមរស់នៅជាមួយមិត្តជាគ្រូនិងប្រជាជនបង្កើតសមាគមពង្រីកសាលាខ្ញុំពិតតែខ្ញុំក្រដាស់តុងទីនមួយក្បាលខ្ចីគេការម៉ែអាវ៉ាឆ្លងទន្លេនៅសល់លៃលកតែ20-30រៀលរាល់ខែជួយសមាគមសងសាលារៀនខ្ញុំស្ដាយណាស់ដល់បានជួយពង្រីកសាលានិងអនុវិទ្យាល័យនៅឆ្នាំក្រោយៗលោកគ្រូឋានថ្លែងថាស្រុកម៉ាស៊ីនស្រូវត្រូវតែជាស្រុកកូនខ្ញុំជាភូមិម៉ែក្មេកអោម៉ែអោក្មេងអោក្មេងខ្ញុំយើងបានសន្សំសង់ផ្ទះមួយនៅទីនេះផងការផ្លាស់ចេញពីស្រុកនេះធ្វើឲ្យខ្ញុំរំខានច្រើនម៉ែអត្ថាមិនបាច់ចិត្តទៅចាប់ផ្ទះសម្បែងគេទេមកទៅហើយម្យ៉ាងទៀតសប្តាហ៍ថ្ងៃខ្ញុំជាប់ទទួលកូនក្មួយ 3-4 នាក់ឲ្យនៅរៀនផងនឹកដល់ក្មេងទីតលទាំងនោះស្ទើរតែប្រេះដើមទ្រូងខ្ញុំមិនទាន់អស់ចិត្តសោះការខ្ញុំបង្រៀនមិនកើតខ្ញុំខ្វះសមត្ថភាពខ្ញុំខ្ជិលប៉ុន្តែតាំងពីធ្វើការមកខ្ញុំបានឡើងថ្នាក់រៀងរាល់ឆ្នាំមិនគួរឲ្យយករឿងក្រៅមកបង្ហាត់បង្រៀនមកជាទីអាងផ្លាស់ដូចនេះទេលោកគ្រូច័ន្ទបានស្ដីថាមិនមែនទើបតែមួយខែមួយឆ្នាំទេដែលខ្ញុំបានមកនៅស្រុកម៉ាស៊ីនស្រូវនេះខ្ញុំមកតាំងពីស្រុកមានសាលាតែមួយនៅមុខសាលាតាំងពីមិនទាន់មានម៉ាស៊ីនស្រូវម្លេះខ្ញុំបានមកដល់ស្រុកនេះ13ឆ្នាំហើយតាំងពីខ្លួនខ្ញុំមួយរហូតដល់មានកូន5នាក់ឥឡូវកាលប៉ុន្មានឆ្នាំមុនគេហៅខ្ញុំទៅកំពង់ខ្ញុំបានសុខចិត្តទៅនៅតែកន្លះឆ្នាំរួចក៏ត្រឡប់មកវិញខ្ញុំជាប់ចិត្តនឹងស្រុកនេះជាពូនពេកខ្ញុំទុកស្រុកនេះជាស្រុកកំណើតខ្ញុំទៅហើយតែបាំងអ្វីការឃ្លាតចេញពីស្រុកនេះធ្វើឲ្យស្រណោះមិនខុសពីភូមិខ្ញុំមករៀននៅវត្តបទុមការកុមារទេខ្ញុំស្ដាយខ្ញុំរលឹកមិត្តភ័ក្តិដែលលេងបាល់ជាមួយខ្ញុំម៉ាក់ក្រលុំបេះផ្លែអំពិលការនៅក្មេងយ៉ាងណាខ្ញុំក៏ស្រណោះមិត្តភ័ក្តិបង្ហមពូសែនពូសំពូខ្វាយដូចនោះដែរខ្ញុំសង្ឃឹមថាខ្ញុំទៅនេះមិនយូរឡើយពេលសម្រាប់ពេលវាកងខ្ញុំមកជាឆ្លៀតមកលេងវិញជាមិនខានហើយយើងមុខជាបានជជែកវិភាសាគ្នាពីការកសាងអនុវិទ្យាល័យនៅស្រុកយើងពីសិភៅសិក្សាជាភាសាខ្មែរការកែប្រែការសិក្សាឲ្យស្របទៅតាមប្រទេសយើងឯករាជ្យសមាគមគ្រូពីការរស់នៅរបស់ប្រជាជនស្រុកលើដែលខ្ញុំទៅនៅជាមួយខាងលើខ្ញុំនឹងសង្ឃឹមថាមិត្តយើងនឹងជួយលើកទឹកចិត្តដល់គ្រូបំផ្លាស់ពួកយើងឲ្យមានចិត្តស្មារតីដូចគ្នាជាមិនខានលោកគ្រូម៉េងដែលនៅជាអ្នកនៅបានឲ្យយោបល់ថាការផ្លាស់ប្ដូរនេះបានពញ្ញាក់ឲ្យពួកយើងទេមិនបានពញ្ញាក់ពួកយើងទេតែហេតុការណ៍នេះបានធ្វើឲ្យយើងព្រួយផងអផងព្រួយជើងបែកគ្នាដោយមានមិត្តយើងត្រូវចាក់ចេញទៅឆ្ងាយត្រូវខាតបង់តាមផ្លូវសម្ភារៈចោលទីលំនៅត្រូវខ្ចីបុលប្រាក់គេឯងដើម្បីធ្វើដំណើរទៅ
ដូចជាជឿថាមិត្តជើងត្រូវទៅសុទ្ធតែជាអ្នកសំខាន់អាចបំពាក់ផ្សាយបណ្ដុះបណ្ដាលនៅកន្លែងថ្មីឧត្តមគតិរបស់យើងហួសដួសមួយអាទិត្យក្រោយមកក្រោយពីទទួលលិខិតបង្គាប់លោកគ្រូច័ន្ទលោកគ្រូថាន់លោកគ្រូវ៉ាតចេញពីភូមិម៉ាស៊ីនស្រូវទៅទីកន្លែងថ្មីតែសពខ្លួនបន្ទាប់មកគាត់បានជំនួសមកវិញដូចជាគ្រូទៅដូចគ្រូទៅមកសុទ្ធតែត្រូវផ្លាស់មិនស្រួលដែរលោកគ្រូ3នេះសុទ្ធតែមានសកម្មភាពខ្លាំងគ្រាន់ការពីបាកងជីវភាពដូចគ្នាកម្រិតគំនិតដូចគ្នាបើគ្រូនៅកំពុងត្រូវគេហាមឃាត់យ៉ាងណាគ្រូស្រុកម៉ាស៊ីនស្រូវក៏មិនបានទទួលការហាមឃាត់យ៉ាងនោះដែរគេសុទ្ធតែមានស្រទាប់ក្រោយរស់នៅគៀនកោះស្រែចំការក្នុងវត្តក្នុងភូមិជាមួយប្រជាជនដូចគ្នាគេត្រូវចោទប្រកាន់ហើយទទួលគ្រោះទណ្ឌកម្មដូចគ្នាដូចនេះហើយនៅក្នុងការសាមគ្គីរវាងគ្រូនៅស្រុកម៉ាស៊ីនស្រូវគ្មានបានល្អកកបន្តិចឡើយផ្ទុយទៅវិញគ្រូថ្មីបាននាំនៅបទពិសោធន៍របស់ខ្លួនហើយបានក្រេបជញ្ជក់ការពិសោធន៍ទីស្រុកម៉ាស៊ីនស្រូវបាននាំការពិសោធន៍របស់ខ្លួនហើយបានក្រេបជញ្ជក់បទពិសោធន៍បន្ថែមទៅវិញរាល់ថ្ងៃកន្លងទៅហេតុការណ៍ជាច្រើនបានប្រែប្រួលពីស្រុកម៉ាស៊ីនស្រូវលោកចាស់ស្រុកបានផ្លាស់ទៅខេត្តផ្សេងលោកចាស់ថ្មីបានមកដល់បរិយាកាសតឹងតែងក៏បានធូរស្រាលអ្នកដែលត្រូវចាប់ពីខែកក្កដាសីហាកញ្ញាបានដោះលែងខ្លួននាយឯងបានរួចខ្លួនត្រឡប់ជួបជុំម៉ែវិញចំណែកឯពាក្យចចាមរាមរកចាប់ក៏បានបាត់ស្ងាត់ប៉ូលីសមួយក៏បានលុបមកមកខ្សឹបប្រាប់អ្នកសនថាស្រុកយើងស្រួលបួលវិញហើយអាហោមគ្នារឿងអីទេហើយវាមកពេញចុះពូសែមនៅភូមិអាជើងបានឈប់កិច្ចគាត់ក៏បានត្រឡប់មករកស៊ីលូដូដូចសពថ្ងៃវិញលោកគ្រូថាន់លោកគ្រូវ៉ាតបានឆ្លៀតការមកលេងស្រុកម៉ាស៊ីនត្រូវនៅភូមិនៅពេលឈប់សម្រាកមួយរំ2ថ្ងៃមកលោកគ្រូច័ន្ទបានផ្ញើដំណឹងថាគាត់បានសុខសប្បាយទេសូមឲ្យមិត្តភក្តិខិតខំបន្តការកសាងសមាគមបន្តទៅទៀតនៅក្រោយបនអំទុកបណ្ដាតអំទុកខែកដឹកបង្ហោមត្រឡប់មកភូមិគាត់វិញលោកគ្រូចាស់ក៏ដូចគ្រូថ្មីអ្នកភូមិក៏ដូចអ្នកភូមិពោបានត្រេកអរសួរសុខទុក្ខគ្រប់គ្នាប៉ូលីសមួយបានធ្វើកោត្រង់នឹងមិត្តចាស់គាត់នៅឡើយល្ងាចមួយគាត់ចេញពីធ្វើការគាត់បានទៅលេងមិត្តគាត់មានទាំងជួរស្រាមួយដបនិងពងមាន់ពី3ដំបទៅជាមួយផងគាត់ហៅពូព្រឿងឲ្យមករួមវងជាមួយគាត់និងសម្លាញ់គាត់នៅលើក្រែខៀតជញ្ជាំងខាងជើងគាត់និយាយរីករាយថាកុំចេះតែគេគិតទាន់កុំអីខ្នោះស្រាច់អញលែងនិយាយហើយពេលដែលមកបានជាមួយនឹងថៃតោយរកឯងមិនឃើញបើសិនជារកឃើញហោចណាស់ក៏3ខែដែរអានាងអញមានទោសអ្វីចាំបាច់មានទោសឃើញទេលោកគ្រូម៉ៅចាំងចៅវាយលាយអារ៉ែងនៅជាប់ចិត្ត1ខែទៅទេហើយនឹងគាត់ផងតើគាត់មានរឿងអ្វីអញបានជួយគាត់នៅក្រមម្ដងដែរអញបានស្ដាប់គាត់និយាយអញគ្មានឃើញគាត់និយាយប៉ះពាល់អ្វីឡើយគាត់និយាយពីការរស់នៅវេទនារបស់រាជពីយើងបានត្រូវរកសេរីភាពពីសិទ្ធិរបៀបដោះស្រាយកែប្រែការរស់នៅពីការជំនួយអាមេរិកតាំងបំបត្តិអព្យាក្រឹតអធិបតេយ្យភាពខ្មែរយើងគាត់គ្មានចាក់ណោតនៅណាមួយឡើយម្លឹងហើយនៅតែមានអាអ៊ុតមកក្រាស់ផ្ដិតមេដៃចាប់យកទៅដាក់គុកអស់1ខែនៅកំពង់បាទដឹងអញដូចមិនតែអារ៉ែងវាដាចាប់គេនៅតែឆ្ងល់ទៀតអញបានប្រាប់អារ៉ែងញឹកហើយបើឯងកុំធ្វើចេញមុខពេកអញមិនមែនជាអ្នកនយោបាយទេអាមួយនេះជាប្រដាប់ម៉ាស៊ីនសម្រាប់តែគេមូលឲ្យសម្រាប់នយោបាយគេនៅជាមួយបារាំងអារ៉ែងបារាំងនៅជាមួយជប៉ុនអារ៉ែងជប៉ុននៅជាមួយអាមេរិកអារ៉ែងអាមេរិកមិនល្អទេរបៀបនេះយើងកើតមកជាមនុស្សត្រូវតាំងខ្លួនជាមនុស្សអ្វីដែលអាមេរិកកាំងអ្វីដែលហៅថាមនុស្សនោះគឺត្រូវស្គាល់ខុសត្រូវស្គាល់យុត្តិធម៌ស្គាល់អយុត្តិធម៌កុំធ្វើគ្រាន់អាហោមប៉ូលីសមួយយកដៃទះក្បាលបង្ហោមអារ៉ែងតាំងពីដើមនៅតែជាមួយនឹងអញការនៅចាំ
ប៉ុសផឹកស្រាមិនឲ្យលោកចិនដូចតែគ្នាអញពុលតាមបារាំងវាបង្វិលឥឡូវអញឃើញទោសអញស្ដាយហើយអញក៏ខំកែប្រែខ្លួនអញដែរឈប់និយាយអាហមពីរឿងនយោបាយទៀតអញមកនេះសប្បាយអញមានបបួលអាឡែងផឹកទៀតទេតើថាហើយប៉ូលីសមួយក៏លើកកែវស្រាមួយឬសូក្រឹបហើយក៏គោះបងហត់គាត់ហៅអ្នកសុំថាអ្នកខ្ញុំសូមអំបិលបន្តិចមានកន្ទួតអំពិលដាក់មកទេអ្នកសុំញញឹមហើយក៏បានយកអំពិល2 3គួរមកឲ្យប៉ូលីសមួយដាក់អស់មួយកែវហើយថែមមួយកែវទៀតបន្តិចគាត់ទាយកនេះបន្តិចគាត់ទាយកនោះបន្តិចគាត់អង្គុយបន្តិចគាត់ក្រោកនិយាយឆ្កាដៃឆ្កាជើងតាមអ្នកឯងគាត់និយាយគ្រប់អស់គាត់និយាយពីចវាយនេះគាត់មុនបើក្បាលបៀននៅផ្ទះនៅក្នុងផ្ទះពីរឿងលោកគ្រូមានស្រីច្រើននៅរាយគ្រប់ឃុំពីលោកខ្លះប្រើគាត់ឲ្យទៅគម្រាមកំហែងទិញកូនក្រមុំគេ500រៀលគាត់បាននិយាយពីលោកចវាយថ្មីស្រួលមិនដែលជេរមារាយប៉ូលីសដូចនាយមុនទេអ្នកសោតដួសបាយជូនគាត់ក៏មិនបានគាត់មិនព្រមពិសាគាត់ថែមទាំងគាត់ពឺតែពិផឹកមួយកែវហើយមួយកែវទៀតអស់ពីស្រាដបគាត់ទៅរកទៀតបង្ហោមគាត់មិនស្ដាប់គាត់ថាគាត់មិនទាន់ស្រវឹងទេព្រោះគាត់ចាស់ផឹកមិនទាន់ដល់ដួលទេមុខគាត់ឡើងក្រហមភ្នែកគាត់ក៏ក្រហមបែកញើសពេញទាំងខ្លួនគាត់ក៏ក្រោកត្រេតត្រោតត្អូនឈឺក្បាលចង់ក្អួតគាត់ដួលដេកនៅលើគ្រែស្ដោះទឹកមាត់ខ្លួនគាត់ធំក្លិនស្រាអួងក្រោយមកគាត់ក៏បាត់មាត់ទៅបង្ខំយកក្រមាគ្របដណ្ដប់ហើយនិយាយថាអាមួយហួសដួលហើយខ្ញុំពីដើមជាដៃគូវាតែឥឡូវខ្ញុំដោះក្អែលអាណានិគមបានខ្លះបន្ទាប់មកក៏អង្គុយជជែកជាមួយពូព្រឹងនៅលើគ្រែជញ្ជាំងខាងត្បូងឯអ្នកស្រូនក៏បានលើកចានក្បានយកទៅលាងទុកនៅក្នុងផ្ទះបាយវ៉ាកងខែចែកសាលាបិទទ្វារសម្រាប់ខែក្តៅសិស្សវិទ្យាល័យអនុវិទ្យាល័យខ្លះត្រូវត្រឡប់មកស្រុកកំណើតវិញខ្លះត្រូវឆ្លៀតទៅលេងបងប្អូនមាននៅខេត្តផ្សេងខ្លះទៀតបានទៅដើរជាមួយឪពុកម្ដាយមិត្តភ័ក្តិប្រាសាទមើលប្រាសាទបុរាណឬទៅកំសាន្តនៅកែបមាត់សមុទ្រគ្រូបង្រៀនខ្លះនៅស្រុកស្រែចម្ការបានចូលលេងក្រុមគ្រូខ្លះត្រូវផ្លាស់ទៅពីខែកញ្ញាមុនបានវិលត្រឡប់មកលេងកន្លែងចាស់វិញនៅខែសម្រាប់ចូលឆ្នាំនេះមុខគ្រូចាស់ខ្លះបានទៅបាត់ពីដើមឆ្នាំបានលេចមុខមកម៉ាស៊ីនស្រូវវិញលោកគ្រូថាន់បាននាំប្រពន្ធកូនគាត់ដែលមកមុនគេលោកគ្រូវ៉ាតពិតជាគាត់ពិតមែនតែគាត់សម្នាក់នៅជាមួយឪពុកក្មេកនៅកំពង់តែគាត់មិនភ្លេចមកអើតនៅកន្លែងចាស់ទៀតឡើយលោកគ្រូច័ន្ទក៏ត្រឡប់មកជួបប្រពន្ធកូនគាត់ក្រោយមកបន្តិចនៅវ៉ាកងតូចនេះគ្រូតូចតាចស្រុកម៉ាស៊ីនស្រូវបានគួសមរាក់ទាក់ស្និទ្ធស្នាលបន្តិចលោកគ្រូម៉េងធ្វើបញ្ឆាវអញ្ជើញលោកគ្រូច័ន្ទលោកគ្រូថាន់ទៅលេងផ្ទះបន្តិចម៉ែអាថាបានផ្លែបណ្ដោះពីចំការយកទៅជូនប្រពន្ធលោកគ្រូច័ន្ទអ្នកសនប្រពន្ធបង្ហោមបានទៅដល់ផ្ទះសួរសុខទុក្ខទើបមកដល់ថ្មីការដឹករលឹករាប់អានគ្នាបានធ្វើឲ្យគេដើរទៅរកគ្នាលេងញឹកឥតញញើតមើលឆ្វេងមើលស្ដាំការទើបចូលរៀនទៀតហើយគេរកគុយទាវកាហ្វេនៅផ្លូវបំបែកផ្ទះអាចឹកលៀងនិយាយចំអន់គ្នាលេងសើចក្អាយគេដណ្ដើមគ្នាចេញលុយឲ្យចិនថាអ្នកស្ទឹងត្រែងកុំអីទុកឲ្យអ្នកម៉ាស៊ីនស្រូវចេញបានហើយក្រៅពីការប្រជុំនៅផ្សារគេបានឆ្លៀតទៅសួរសុខទុក្ខមិត្តភ័ក្តិនៅភូមិនៅឃុំតែសួរដំណឹងពីភូមិដើមឫស្សីគេជិះកង់ទៅលេងក៏គេទៅជួបនឹងបងសែមនៅភូមិជើងគេសួរដំណឹងពីញីឯងគេនឹកអនុស្សាវរីយ៍ពីគ្រូម៉ៅគេចង់ទៅកំពង់គេចង់ទៅពីមគេចង់ទៅភូមិពុះសមគេចង់ធ្វើគ្រប់តែពេលចូលរៀនចិត្តមកដល់លោកគ្រូច័ន្ទក៏លាន់បត់ថាមិនបានអញ្ចឹងផងដល់ពេលទៅវិញហើយវិញលោកគ្រូមេឃើញថ្ងៃបែកគ្នាចិត្តមកដល់បានស្នើឲ្យបងហោមរៀបចំផ្ទះលៀងមិត្តភ័ក្តិដែរត្រូវបែកគ្នាទៅវិញបងហោមពឹងឲ្យចិត្តគ្រួយដែលជា
ដៃស្រស់ខាងគុយទាវគោះនៅក្បែរម៉ាស៊ីនស្រូវមុខផ្ទះគាត់អាចចិត្តគ្រុយកាប់មន់ចាប់ទាមកឲ្យនិយាយបៃឡាំលេងសើចថាអញលឹងហើយពួកបងហោមឯងនេះអុចតែអីចឹងអញក្រអញចូលចិត្តជួយអ្នកក្រលុចសុកចិត្តឥឡូវពេលបាយផ្ដាច់បាកមគេជួបជុំគ្នាជាង10នាក់លោកគ្រូវ៉ាតលោកគ្រូរ៉េតបានតាំងពីកំពង់លោកគ្រូសនបានមកពីពីមគេបានចំអន់គ្នាលេងគេសើចពីសំឡគេថាបើឆ្ងាញ់យ៉ាងនេះមកទៀតហើយគេថាលោកគ្រូវ៉ាតពូកែលាងចានរួចបាយគេក៏បានចាំនិយាយពីការដែលគេជួបប្រទះក្រោយពេលដែលបាយគ្នាប៉ុន្មានខែមុនលោកគ្រូឋានដំអូនថាពិបាកណាស់ស្រុកចំការខ្ញុំទ្រាំនៅមិនបានទេក្រោយឆ្នាំក្រោយសូមរត់ហើយថាម៉េចក៏ថាចុះពិបាកណាស់តាំងពីផ្លាស់ទៅខ្ញុំចាយដោយអស់សន្ធឹកតុងទីមក្បាលអស់រលីងមិនដឹងជាបានអីសោះម៉ែអថាមិនស្រួលអាកូនតូចនោះឈឺជាប់ចំណែកខ្ញុំក៏យ៉ាប់ណាស់ដែរប្រាក់ខែឡើងគ្រប់តាមដងលោកគ្រូច័ន្ទបានកាត់ឯមេឃដីឯណោះឯប្រពន្ធកូនខ្ញុំឯនេះគេទៅផងមិនបានផ្ទះពីរខ្ចីគេចាយរាល់ខែនិយាយពីចាប់លែងនិយាយហើយខ្ញុំមិនដែលចេញស្ដីប្រាប់នរណាទេរឿងនេះស្ដាប់ឮដូចនេះលោកគ្រូមេឃបានកាត់មិនមែនតែលោកគ្រូឯងទេខ្ញុំឯនេះក៏វេទនាដូចនឹកដែរគ្រប់គ្រូតូចតាចស្រទាប់ក្រោមវេទនាដូចតែគ្នាទាំងអស់ហ្នឹងលោកគ្រូហេងអ្នកគ្រូម៉ានអ្នកគ្រូមនបន្លាស់លោកគ្រូក៏វេទនាណាស់ដែរលោកគ្រូមនត្រូវផ្លាស់ទៅធ្វើការនៅទីនេះឃ្លាតពីឪពុកម្ដាយចាស់នៅឯភ្នំពេញនឹងឯងចំណែកលោកគ្រូគ្រូដែលនៅផ្ទះដែលនៅក៏មិនមែនស្រួលដែរជើងតឹងទ្រូងជាប់ដូចលោកគ្រូជ្រាបហើយមិនចាំបាច់រៀបរាប់វែងឆ្ងាយទេលោកគ្រូដឹងហើយជួបប្រទះហើយខ្ញុំជាធ្វើលាមើលតឡាការបាឡាត់ព្រោះខ្ញុំខ្ជិលខ្ជិលសោកមកដល់គ្រូឮតែសំណុកនៅតែជួបរបៀបលូតក្រាបឱកាសណាទៅយើងនឹងបានផុតពីការសំឡុតទៀតតែធ្វើដូចដាច់ទៅគិតមួយស្របលោកគ្រូច័ន្ទបានឲ្យយោបល់ថាយើងពង្រឹងសមាគមសាលារៀនខំច្រាក់លុយខំឡើងប្រក់សាលាតើធ្វើដើម្បីផ្គប់គុណណាយើងដែលស្ម័គ្រចិត្តរួមគ្នាចាយកម្លាំងចាយកាយកម្លាំងប្រាក់ដូចនេះមិនមែនដើម្បីបនស័កដើម្បីតម្រូវចិត្តលោកណានោះទេគឺយើងធ្វើដើម្បីតែប្រជាជនដើម្បីប្រឆាំងនឹងអវិជ្ជាការធ្វើនេះបានផលជាក់តែងមិនដូចបំណងយើងទាំងអស់ពិតមែនតែសាលាត្រេតត្រោតធ្លុះធ្លាយយើងត្រទល់តម្រង់យើងបានប្រក់ជួសជុលយើងបានទាំងបង្កើតថ្នាក់ពីរឋានទៀតបើក្បាលឲ្យកុមារីតូចបានរៀនជាង100នាក់ផងចំពោះការយើងធ្វើនេះតើប្រជាជននឹងខឹងយើងទេប្រជាជនស្រឡាញ់យើងជួយយើងពេញចិត្តពេញទីមានពុសានជាដើមបានខិតខំយកពាក្យទៅសុំពីគ្រូកំពុងពីភ្នំពេញរដ្ឋសភាទៀតម្យ៉ាងទៀតការពីដើមឆ្នាំចូលរៀនមុននេះអ្នកស្រុកម៉ាស៊ីនស្រូវជួយការពារយើងពេញទីគេបានផ្តិតមេដាយធ្វើជាញ៉ាត់ទៀមទាកុំឲ្យមិត្តយើងខ្លះចេញពីស្រុកនេះទៀតផងតែបំណងរបស់ប្រជាជនមិនបានសម្រេចគឺមកពីយើងមិនទាន់មានកម្លាំងគ្រប់គ្រាន់បានធ្វើឲ្យគេស្ដាប់យើងក្នុងភូមិក្នុងឃុំក្នុងស្រុកក្នុងខេត្តក្នុងប្រទេសក្នុងលោកកម្លាំងធំធេងជាងគេគឺកម្លាំងសាមគ្គីយើងគ្រូស្រទាប់ក្រោមតូចតាចដែលវេទនាត្រូវចេះសាមគ្គីជាចងជាបាច់នៅគ្រប់ឃុំគ្រប់ស្រុកឡើងបដិឡើងជាសមាគមគ្រូដែរដើម្បីឈានទៅការធ្វើសហព័ន្ធសមាគមគ្រូខ្មែរនៅប្រទេសយើងទាំងមូលយើងត្រូវតែចេះរួបរวมជាមួយអ្នកស្រុកម៉ែឪសិស្សរិះរកមធ្យោបាយបង្រៀនឲ្យសិស្សឆាប់ចេះហើយអប់រំវាឲ្យបានខ្លាចជាមនុស្សល្អខ្ពើមអំពើអយុត្តិធម៌
ឲ្យចេះស្រឡាញ់ការហត្ថកម្មពលកម្មយើងត្រូវតែចុះឲ្យអស់ពីកំអែលអាណានិគមនិយមដែលនៅក្នុងសាលារៀនយើងត្រូវតែឆ្លៀតប្រជុំគ្នាតែងក្បួនខ្នាតជាភាសាជាតិយើងឲ្យសិស្សឲ្យម៉ែឲ្យសិស្សយើងមិនត្រូវគិតខុសទេចាំសិភៅបារាំងពីប៉ារីសពីព្រៃនគរពីលោកនេះលោកនោះឬពីជំនួយអាមេរិកតាំងគេយើងត្រូវជល់ឲ្យបានជាក់ថាមានតែគ្រូចេះផ្ដុំគុំគ្នាទេដែលអាចកែប្រែពីការរៀនសូត្រឲ្យទៅតាមស្រុកឯករាជ្យដោយហេតុនេះហើយបានជាខ្ញុំមិនសូវគិតពីរឿងខ្លះទៅណាសោះតាមតែគេដាក់ចុះតែលាក់បាំងអ្វីពិបាកតែដឹកអីវ៉ាន់ចុះឡើងរើម្ដងខាតតែពេលមិនតិចទេកុំអីយើងរវល់ទុំបនិញអ្វីឡើយគេដាក់ភូមិណាក៏ដាក់ចុះតាំងពីចូលកងមកខ្ញុំបង្រៀនក្មេងវិញហើយខ្ញុំបានឆ្លៀតប្រែសិភៅបាន2ក្បាលដែរខ្ញុំគិតថាដល់ចុងឆ្នាំ1956នេះរកខ្ចីលុយគេបោះហើយបង្ហំស្ដាប់លោកគ្រូច័ន្ទដោយមិនហ៊ានប្រែខ្លួនគាត់ចេះតែងក់ក្បាលថាត្រូវហើយរួចគាត់ក៏បានកាត់ថាពីរស់មែនត្រូវមែនលឹងហើយនៅតែខ្ចាត់បានទៀតណែយកមួយកែវពិសាទៅលោកយ៉ាងវាងលោកគ្រូច័ន្ទបានយកតែលៀងបបកកមើលជំវិញឃើញលោកគ្រូឋានដេកកងថ្ងាសរួចក៏បានតទៀតថាមានសាមគ្គីបដុំគ្នាដោយបានស្ដីមករួចហើយនេះដែលឲ្យយើងរួចពីទុកសប្តាហ៍ខ្ញុំគ្មានឃើញអ្វីទៀតទេមើលឃើញលោកគ្រូរ៉េតមានថែមទៀតដែរទៀតទេគិតដូចលោកគ្រូអញ្ចឹងលោកគ្រូមេងលោកគ្រូរ៉េតឆ្លើយតែការអនុវត្តបានដូចជាការពិបាកនៅកំពង់តាំងពីខ្ញុំទៅបង្រៀនប្រហែលខែមកនេះឃើញគ្រូខ្លះនៅរបៀបបុរាណច្រើនហើយហ៊ានបងអាក់ខ្ញុំកុំឲ្យខ្នះខ្នែងពេកម៉ាយយកតែប្រាក់ខែបាត់ហើយចំណែកខ្ញុំឃើញគ្រូច្រើនបានចម្រើនលោកគ្រូចានកាត់ការខ្ញុំទៅកំពង់ស្ពឺឆ្នាំទៅធ្វើមេប្រយោគប្រឡងវិញ្ញាបនបត្រខ្ញុំបានជួបគ្រូ 4-5 នាក់មកពីក្រចេះពីកំពតសៀមរាបពីព្រៃវែងពីតំខ្មៅជើងបានជួបជជែកគ្នាសុទ្ធតែមានយោបល់ដូចគ្នាទាំងអស់គ្រូខ្លះថាបានសន្យាថាត្រឡប់មកកន្លែងខ្លួនវិញគិតគូរប្រជុំធ្វើសមាគមសរសេរសិភៅខាងពីមយើងគិតដែរលោកគ្រូសនបានកាត់គាត់តែអ្នកបានស្រួលខ្លួនមិនសូវរវល់ទេហេតុនេះហើយបានជាខ្ញុំច្រើនរត់មកជាមួយលោកគ្រូមេងបានឆ្លើយនៅស្រុកម៉ាស៊ីនស្រូវឥឡូវមានគ្រូជិត100នាក់យើងមានគំនិតដូចគ្នាក្នុងការបង្កើតបណ្ណាល័យទិញសិភៅទុកឲ្យប្រជាជនខ្ចីយើងសង្ឃឹមថាមិនយូរប៉ុន្មានទេយើងមុខជាផ្ដុំគ្នាធ្វើអាចសមាគមគ្រូបានជប់កាន់តែជ្រៅវេហាកាន់តែខ្សោយខ្លះដេកក៏ខ្ងាស់ខ្លះស្ងាត់ឃើញដូចនេះលោកគ្រូមេងបានបញ្ជាក់ថាការជុំនេះឥតប្រយោជន៍ទេយើងធ្វើបានផ្លាស់ប្ដូរគំនិតគ្នាឲ្យបានមកមតិគ្នាស្ទើរទាំងស្រុងជាត្រូវបានកែប្រែសាលារៀនយើងបន្ទាប់មកការជួបជុំបានបញ្ចប់យើងលោកគ្រូមួយម្ដងបានចេញខ្លះជាកង់ខ្លះដែលទៅផ្ទះរៀនខ្លួនចំណែកឯលោកគ្រូវ៉ាតនិងលោកគ្រូរ៉េតមិនបានទៅវិញទេគាត់សំណាក់នៅទីនេះជាមួយបងហោម